គីណាល់មួយសម្រាប់ការឈឺចុកចាប់មួយគីណាល់ក្របសម្រាប់បំបត្តិគ្រុនក្តៅបំបត្តិឈឺធ្មេញឈឺក្បាលនិងឈឺចុកចាប់ពេលមករដូវសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីគុណភាពសិក្សាដើម្បីសមត្ថភាពវិជ្ជាជីវៈសិក្សានៅ CUS ឋានសុបកោជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានបន្ថែមសេវាកម្មធានារ៉ាប់រងដល់និស្សិតលើគ្រោះថ្នាក់ផ្សេងៗពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេនិងស៊ីនវិញយូជាក្រុមហ៊ុនតែមួយគត់ដែលបានផ្ដាច់មុខកាហ្វេពីប៉ៃលិននិងមណ្ឌលគិរីជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយរិទ្ធមូនីកាមួយឆ្នាំកន្លងទៅសម្រាប់រកយុត្តិធម៌នៅតែលឺកងរំពងអាជ្ញាធរខេត្តរតនគិរីអះអាងពីការចាប់បញ្ជូនខ្លួនជនជាតិចារាយ2នាក់តែមន្ត្រីសិទ្ធិមនុស្សថាគឺជាជនជាតិម៉ុងតាញ៉ាកម្ពុជាមានផលិតផលលក់នៅគ្រប់ទ្វីបក្នុងពិភពលោកតែមានអនុភាពពាណិជ្ជកម្មអាជ្ញាធរឥណ្ឌូនេស៊ីថាយន្តហោះ Air Asia អាចធ្លាក់ដោយសារតែម៉ាស៊ីនត្រូវកកដោយសំណើមទឹកអ៊ីស្រាអែលផ្អាកមិនផ្ដល់លុយទៅប៉ាឡេស្ទីនដោយសារតែសំណុំរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិអ៊ីតាលីស្នើសុំជំនួយសហប្រតិបត្តិការដើម្បីប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ RFI គណៈបក្សសង្គ្រោះជាតិប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នៅលើផ្លូវវែងស្រេងនៅឯទីស្នាក់ការកណ្ដាលរបស់គណៈបកនាក្រុងភ្នំពេញគ្រួសារជនរងគ្រោះនៅតែស្រែកទន្ទឹងរង់ចាំយុត្តិធម៌ខណៈដែលអ្នកនយោបាយចូលរួមរំលែកទុក្ខនិងថ្លែងសារនយោបាយដើម្បីពង្រឹងជំហរបកហេយុដំរីកាគ្រួសារជនរងគ្រោះខ្លះឈរខ្លះទៀតអង្គុយបត់ជើងលើតង់កៅស៊ូដោយមានការរូបថតប្តីឬកូនដែលបានស្លាប់ទៅពួកគេត្រូវបានអនុញ្ញាតឲ្យឡើងថ្លែងចំណាប់អារម្មណ៍និងទុក្ខសោកម្នាក់ម្ដងក្រៅតែពីការថ្លែងពីកំហឹងសេចក្តីឈឺចាប់និងការសោកស្ដាយព្រមទាំងបង្ហូរទឹកភ្នែកនោះគ្រួសារជនរងគ្រោះទាំងនោះក៏បានស្រែកដង្ហើយរោគយុតិធធសម្រាប់កម្មករដែលបានស្លាប់ទៅនៅក្នុងការធ្វើបាតកម្មកាលពីឆ្នាំមុនពិធីនេះមិនមានវត្តមានរបស់លោកសំរងស៊ីនិងលោកកឹមសុខាប្រធាននិងអនុប្រធានគណៈបក្សសង្គ្រោះជាតិទេក្រុមយុវជនរបស់គណៈបកប្រឆាំងក៏បានរៀបចំញត្តិដើម្បីថ្លែងនៅក្នុងពិធីបង្សុកូលនេះដែរពួកគេបានរំលឹកឡើងវិញពីព្រឹត្តិការណ៍កាលពីមួយឆ្នាំកន្លងទៅនៅលើផ្លូវវែងស្រេងនិងរៀបរាប់ពីចំនួនអ្នកស្លាប់អ្នកបាត់ខ្លួនពីការនឹងរងរបួសព្រមទាំងអ្នកដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនៅក្នុងនោះមាន5អ្នកស្លាប់និង35អ្នកពីការនឹងរងរបួសហើយជាង20អ្នកផ្សេងទៀតត្រូវបានចាប់ខ្លួនយុវជននិងថ្នាក់ដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិស្នើសុំឲ្យមានការវែកមុខឃាតករនិងអ្នកដែលទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នៅថ្ងៃទី2និងទី3មករាឆ្នាំ2014កន្លងទៅមិនតែប៉ុណ្ណោះពួកគេក៏បានស្នើសុំឲ្យដោះលែងដោយគ្មានលក្ខខណ្ឌចំពោះព្រះសង្ឃសកម្មជនគណៈបក្សសង្គ្រោះជាតិនិងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរលោកគង់គំជាប្រធានគណៈបក្សសំរងស៊ីបានថ្លែងនៅក្នុងពិធីនៅព្រឹកថ្ងៃអាទិត្យថាការរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់គឺជាកាតព្វកិច្ចរបស់មនុស្សជាតិនិងថាគណៈបកប្រឆាំងប្រារព្ធពិធីរបៀបនេះជារៀងរាល់ឆ្នាំដោយជាពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមនៅសារមន្ទីរទួលស្លែងជាដើមគូកត់សម្គាល់ថាគណៈបក្សសង្គ្រោះជាតិបានស្នើសុំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មករនៅលើផ្លូវវែងស្រេងនិងបន្តមកទៀតនៅទីលានប្រជាធិបតេយ្យប៉ុន្តែត្រូវសាលារាជធានីភ្នំពេញបានហាមឃាត់ទាំងពីរកន្លែងដោយសំអាងទៅលើការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍និងចោទប្រកាន់បកប្រឆាំងថារៀបចំពិធីដើម្បីអាជីវកម្មនយោបាយគណៈបក្សសង្គ្រោះជាតិបានសម្រេចធ្វើពិធីនៅទីស្នាក់ការបកនៅឯសង្កាត់ចាក់អង្រែលើវិញលោកប៉ុលហំប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបានចោទការហាម5របស់សាលារាជធានីភ្នំពេញដែលមិនឲ្យធ្វើពិធីនៅផ្លូវវែងស្រេងនិងនៅទីលានប្រជាធិបតេយ្យថាជាចំហាយនៃភាពកុម្មុយនីសផ្ដាច់ការព្រមទាំងចោទថ្នាក់ដឹកនាំក្រុងភ្នំពេញថាអសមត្ថភាពនិងគួរពិចារណាចុះចេញពីតំណែងទៅក្រៅពីការថ្លែងការរំលែកទុក្ខដល់គ្រួសារជនរងគ្រោះលោកស្រីមូសុខួរក៏អំពាវនាវឲ្យអ្នកគាំទ្រនិងកម្មកររក្សាជំហរគាំទ្រគណៈបក្សសង្គ្រោះជាតិនិងចូលរួមទាមទារយុត្តិធម៌ដើម្បីបញ្ចប់នីតិរដ្ឋភាពនៅកម្ពុជានៅថ្ងៃអាទិត្យនេះដែរនៅក្បែរទីស្នាក់ការគណៈបក្សសង្គ្រោះជាតិចម្ងាយប្រមាណជាង4ទៅ500ម៉ែត្រមានអាជ្ញាធរឈុតខ្មៅនិងប៉ូលីសចរាចរណ៍ចុះពិនិត្យនិងសម្របសម្រួលចរាចរណ៍ខុសប្លែកពីធម្មតានិងដោយមានរថយន្តដឹករនាំងបារ៉ាស់ផងដែរនៅទីលានប្រជាធិបតេយ្យឯនោះវិញក៏មានអាជ្ញាធរឈុតខ្មៅដាក់ប្រចាំការមួយរយៈទៀតផង
លោកសំរងស៊ីនិងលោកកំសុខាប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅសប្តាហ៍ក្រោយនេះលោកយ៉ែនបញ្ញរិទ្ធអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបានថ្លែងប្រាប់វិទ្យុបារាំងថាលោកកំសុខានឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី7មករារីឯលោកសំរងស៊ីនឹងមកដល់នៅថ្ងៃទី10មករាលោកយ៉ែនបញ្ញរិទ្ធបានថ្លែងបដិសេធថាការទៅកាន់បរទេសរបស់ថ្នាក់ដឹកនាំកម្ពុជាគណៈបកសង្គ្រោះជាតិមិនមែនទៅផ្សះផ្សាការបែកបាក់ដោយការលើកឡើងនោះទេប៉ុន្តែផ្ទុយទៅវិញគឺដើម្បីជួបជាមួយអ្នកគាំទ្របង្ហាញពីស្ថានភាពនិងការវិវត្តនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននិងបញ្ជាក់ពីគោលជំហររបស់គណៈបកសង្គ្រោះជាតិតែប៉ុណ្ណោះនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះថ្ងៃ7មករាដែលជាថ្ងៃឈប់សម្រាករបស់ជាតិនឹងឈានចូលមកដល់អស់រយៈពេលជាង30ឆ្នាំកន្លងទៅនេះថ្ងៃ7មករានៅតែត្រូវបានញោមញីដោយទស្សនៈផ្ទុយគ្នារវាងខ្មែរនិងខ្មែរថាថ្ងៃរំដោះ7មករាគឺជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពានទឹកដីកម្ពុជាក៏ប៉ុន្តែគណៈបកប្រជាជនកម្ពុជាដែលជាអ្នកបង្កើតព្រឹត្តិការណ៍ថ្ងៃ7មករានេះឡើងបានចាត់ទុកថាជាថ្ងៃដែលប្រជាជននិងប្រទេសកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ជានិច្ចកាលថ្ងៃ7មករាត្រូវបានគណៈបកកាន់អំណាចយកមកធ្វើជាប្រធានបទឃោសនាដើម្បីស្វែងរកការគាំទ្រនៅពេលមានការបោះឆ្នោតម្ដងខណៈដែលគណៈបកប្រឆាំងបានរិះគន់ពីការខាតបង់ដ៏ធំរបស់ប្រទេសកម្ពុជាដោយសារតែថ្ងៃ7មករានេះជាជំនះ7មករាហ្នឹងវាជាសមិទ្ធផលដ៏ធំធេងណាស់របស់ប្រជាជនកម្ពុជាទាំងមូលហើយក៏ជាជំនះដែលបានកើតឡើងដោយសារការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាហើយផ្ដើមពីជ័យជំនះនឹងហើយដែលទឹកដីមាតុភូមិប្រជាជាតិខ្មែរនឹងបានរស់រានឡើងវិញត្រីភាគីនៅក្រៅប្រទេសនិងអន្តរជាតិមានសមាជិកអង្គការសហប្រជាជាតិបានហៅថ្ងៃ7មករាជាថ្ងៃឈ្លានពានកាន់កាប់ត្រួតត្រារបស់វៀតណាមបាទក្រៅពីកំណត់ថាថ្ងៃ7មករាជាថ្ងៃបុណ្យជាតិគឺចង់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សសូមបញ្ចូលថានៅកម្ពុជាមានរបបប្រល័យពូជសាសន៍ហើយរបបប្រល័យពូជសាសន៍នេះបានបញ្ចប់នៅថ្ងៃ7មករា1979តាមអ្វីដែលយើងមើលជាប្រវត្តិសាស្ត្រទោះបីជាយើងមិនបានទៅពឹងទីក៏ប្រហែលជាដល់កំណត់របស់គេដែលត្រូវគេចូលមកដែរណាតាមយើងយល់ណាវាដល់ពេលដែលគេត្រូវទៅចូលមកបាទព្រោះយើងមើលពីដំណាក់កាលនៃរបៀបដែលវៀតណាមគេគ្រប់គ្រងស្រុកខ្មែរយើងណាយើងមើលពីដំណាក់កាលទី1ការគ្រប់គ្រងមកគេប្រើតាមរបៀបយកកងទ័ពមកដាក់លោកអ្នកបានស្ដាប់ព័ត៌មានពិស្ដារជំវិញប្រធានបទនេះនៅក្នុងនីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃរបស់ញៀមសុផលដែលយើងនឹងចាក់ផ្សាយនៅក្នុងកម្មវិធីព័ត៌មានព្រឹកស្អែកកម្មវិធីបោះជំរំយុវជនអន្តរជាតិលើកទី1នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការពង្រឹងសិទ្ធិអំណាចយុវជនដើម្បីលើកស្ទួយតម្លាភាពនិងសុចរិតភាពត្រូវបានរៀបចំឡើងនៅថ្ងៃទី4មករាឆ្នាំ2015នេះនៅឯខេត្តសៀមរាបកម្មវិធីនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី10ខែមករាឆ្នាំ2015ខាងមុខអង្គការតម្លាភាពកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថាកម្មវិធីបោះជំរំមួយនេះប្រព្រឹត្តទៅដោយមានការចូលរួមពីយុវជនកម្ពុជាបង់ក្លាដេសម៉ាឡេស៊ីប៉ាគីស្ថានហ្វីលីពីននិងវៀតណាមសរុបទាំងអស់40នាក់មកប្រកួតប្រជែងគ្នាចែករំលែកចំណេះដឹងនិងបទពិសោធន៍ពួកគេនិងរៀនអំពីតម្លាភាពសុចរិតភាពមូលហេតុនិងផលវិបាកនៃអំពើពុករលួយដែលឡាយយោងតាមការចុះផ្សាយរបស់គេហទំព័រស្នងការនគរបាលជាតិបានឲ្យដឹងថាអាជ្ញាធរខេត្តរតនគិរីបានចាប់បញ្ជូនខ្លួនជនជាតិចារាយ2នាក់ទៅកាន់ប្រទេសវៀតណាមវិញកាលពីថ្ងៃទី2មករាដោយសារតែពួកគេបានឆ្លងដែនខុសច្បាប់ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអះអាងថាជនជាតិចារាយទាំង2នាក់នោះគឺជាជនជាតិម៉ុងតាញ៉ាទេដែលកំពុងតែរត់គេចខ្លួនចេញពីប្រទេសវៀតណាមដើម្បីស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជាវ៉ាសំណប់រីកាគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានចុះផ្សាយកាលពីថ្ងៃទី2ខែមករាថាសមត្ថកិច្ចនគរបាលកម្ពុជាបានចាប់បញ្ជូនខ្លួនជនជាតិចារាយវៀតណាមចំនួន2នាក់ភេទប្រុសដែលបានលួចឆ្លងដែនដោយខុសច្បាប់តាមច្រកទ្វារអន្តរជាតិអូយ៉ាដាវបើតាមការបញ្ជាក់បន្ថែមពីលោកងួនគឿនស្នងការនគរបាលខេត្តរតនគិរីគឺជនជាតិចារាយវៀតណាមទាំង2នាក់ត្រូវបានចាប់ខ្លួននៅពេលដែលឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់នៅក្នុងទឹកដីខ្មែរដោយមានធុងបាញ់ថ្នាំជាប់នៅនឹងខ្លួនផងលោកស្នងការបានបញ្ជាក់ថាក្រោយពីការចាប់ខលខ្លួនអាជ្ញាធរបានបញ្ជូនពួកគេទាំង2នាក់ទៅឲ្យអាជ្ញាធរវៀតណាមនៅថ្ងៃទី2ខែមករាដដែលនោះលោកស្នងការបានបញ្ជាក់ថាជនជាតិចារាយវៀតណាមទាំង2នាក់នោះមិនមែនជាជនជាតិម៉ុងតាញ៉ានោះទេប៉ុន្តែបើតាមការបញ្ជាក់ពីលោកឆៃធីមន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាត់ហុកប្រចាំនៅខេត្តរតនគិរីបានអះអាងថាពួកគេទាំង2នាក់នោះគឺជាជនជាតិម៉ុងតាញ៉ាដែលកំពុងរត់គេចខ្លួនចេញពីការធ្វើទុកបុកម្នេញរបស់អាជ្ញាធរវៀតណាមលោកបានបញ្ជាក់ថាអាជ្ញាធរមិន
មិនគួរណាប្រញាប់ប្រញាល់បញ្ជូនខ្លួនពួកគេត្រឡប់ទៅវិញភ្លាមៗដោយមិនបានបង្ហាញព័ត៌មានលម្អិតបែបនេះទេមន្ត្រីសិទ្ធិមនុស្សរូបនេះមានការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគេទាំងពីរនាក់ក្រោយពីការបញ្ជូនខ្លួនទៅកាន់ប្រទេសវៀតណាមវិញគួររំលឹកជូនថាកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2014កន្លងទៅជនជាតិម៉ុងតាញាចំនួន13នាក់ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះដោយមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកខាងជនភៀសខ្លួនពីក្នុងព្រៃពីរផ្សេងគ្នាស្ថិតនៅក្នុងភូមិណងហៃឃុំសេដាស្រុកលំផាត់និងភូមិខ្វែងឃុំយ៉ាតុងស្រុកអូយ៉ាដាវខេត្តរតនគិរីការជួយសង្គ្រោះបានធ្វើឡើងបន្ទាប់ពីពួកគេបានលាក់ខ្លួនក្នុងព្រៃអស់រយៈពេលជាច្រើនថ្ងៃដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរវៀតណាមនិងកម្ពុជាពួកគេត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញដើម្បីទទួលបានសិទ្ធិជាជនភៀសខ្លួនបើតាមព័ត៌មានចុងក្រោយមានក្រុមជនជាតិម៉ុងតាញាជាច្រើនទៀតកំពុងតែរត់គេចខ្លួនចេញពីប្រទេសវៀតណាមហើយលាក់ខ្លួននៅក្នុងព្រៃកម្ពុជាចាប់តាំងពីថ្ងៃទី3និងថ្ងៃទី4ខែមករានេះអាជ្ញាធរខេត្តរតនគិរីបានត្រៀមរថយន្តល្បាតដល់ទៅ7គ្រឿងដើម្បីតាមស្វែងរកជនជាតិម៉ុងតាញាទាំងនោះនេះបើតាមការបញ្ជាក់ពីលោកឆៃធីនៅព្រឹកថ្ងៃអង្គារទី6មករាក្រសួងបរិស្ថាននឹងរៀបចំធ្វើសន្និសីទកាសែតមួយស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍសម្បត្តិដីសេដ្ឋកិច្ចនៅទីស្តីការក្រសួងបរិស្ថានសន្និសីទកាសែតនោះនឹងធ្វើឡើងនៅម៉ោង10ព្រឹកក្រោមវត្តមានលោកសៅសំអើរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៅសុភាពនាយខុទ្ទកាល័យនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថានៅក្នុងសន្និសីទនោះលោកសៅសំអើនឹងរៀបរាប់សង្ខេបអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍសម្បត្តិដីសេដ្ឋកិច្ចព្រមទាំងសមិទ្ធផលសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបានរយៈពេល1ឆ្នាំកន្លងទៅនេះចំណែកក្រសួងពាណិជ្ជកម្មបានបង្ហាញឲ្យឃើញថាផលិតផលរបស់កម្ពុជាមានវត្តមាននៅគ្រប់ទ្វីបក្នុងពិភពលោកថ្មីបើការនាំចេញនៅតិចក៏ដោយបើប្រៀបធៀបទៅនឹងការនាំទំនិញចូលរបាយការណ៍ពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី5បញ្ជាក់ថានីហរណកម្មសរុបគឺស្មើនឹង$7,696 លានហើយក្រសួងពាណិជ្ជកម្មបានខិតខំពង្រីកទីផ្សារខណៈដែលកម្ពុជាមានអនុភាពពាណិជ្ជកម្មដល់ទៅ$2,742 លាននៅក្នុងឆ្នាំ2014នេះឯមីរីកាផលិតផលធ្វើនៅកម្ពុជាត្រូវបាននាំចេញទៅលក់រហូតដល់ទ្វីបអាហ្វ្រិកបន្ថែមលើទំនិញដែលបានលក់ចេញទៅទ្វីបអាស៊ីអឺរ៉ុបអាមេរិកនិងអូសេអានីរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថាក្នុងឆ្នាំ2014ក្រសួងនេះបានផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមនិងផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការនាំចេញទំនិញទៅកាន់ទ្វីបទាំង5ក្នុងពិភពលោកបើតាមរបាយការណ៍ចុះថ្ងៃទី30ខែធ្នូឆ្នាំ2014នោះទំនិញនាំចេញពីកម្ពុជាមានតម្លៃសរុបចំនួន$7,696 លានក្នុងនោះការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារជប៉ុនអាមេរិកនិងសហភាពអឺរ៉ុបមានចំនួន$2,472 លានទន្ទឹមនឹងនេះដែរកម្ពុជាក៏បាននាំចូលទំនិញមកពីប្រទេសនានាលើពិភពលោករបាយការណ៍ដដែលឲ្យដឹងថាអាហារូបកម្មដែលមានទឹកប្រាក់សរុបចំនួន$10,439 លានធ្វើឲ្យកម្ពុជាមានអនុភាពពាណិជ្ជកម្មចំនួន$2,742 លានចាប់តាំងពីខែកញ្ញាឆ្នាំ2013រហូតដល់ខែធ្នូឆ្នាំ2014ក្រសួងពាណិជ្ជកម្មក្នុងអាណត្តិទី5នេះបានធ្វើកំណែទម្រង់មួយចំនួនដើម្បីពង្រីកវិស័យពាណិជ្ជកម្មរបស់ខ្លួនក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងទាំងក្នុងតំបន់និងពិភពលោកការទាក់ទាញវិនិយោគការជំរុញពាណិជ្ជកម្មនិងការអភិវឌ្ឍទីផ្សារសម្រាប់ទំនិញកម្ពុជាត្រូវបានធ្វើជាហូរហែយោងតាមរបាយការណ៍ស្តីពីការអនុវត្តការងារពាណិជ្ជកម្មរបស់ក្រសួងសកម្មភាពសំខាន់ៗមានការជួយរៀបចំក្រមសីលធម៌របស់អ្នកនាំអង្ករចេញការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជាការចរចាពាណិជ្ជកម្មការពិគ្រោះយោបល់ជាមួយវិស័យឯកជនការរៀបចំពិព័រណ៍ជាតិអន្តរជាតិការផ្សព្វផ្សាយឱកាសវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជាការកែតម្រង់រចនាសម្ព័ន្ធស្ថាប័នការអភិវឌ្ឍធនធានមនុស្សនិងការកែលម្អសេវាកម្មសាធារណៈរបស់ក្រសួងជាដើមផ្ដើមព័ត៌មានអន្តរជាតិបាននិយាយពីយន្តហោះធ្លាក់ Air Asia ប្រតិបត្តិការស្វែងរកសាកសពនិងបំណែកយន្តហោះ Airbus A330 របស់ក្រុមហ៊ុន Air Asia បានបន្តឈានចូលដល់សប្តាហ៍ទី2រហូតមកដល់ថ្ងៃអាទិត្យនេះគេស្រង់បានសាកសពចំនួន31នាក់និងរកឃើញបំណែកធំៗរបស់យន្តហោះចំនួន5នៅថ្ងៃអាទិត្យនេះនៅក្នុងពេលដែលក្រុមមុជទឹកត្រូវរារាំងមិនអាចចុះទៅរកសាកសពដោយសារតែរលកបក់បោកធំទីភ្នាក់ងារឧតុនិយមជាតិរបស់ឥណ្ឌូនេស៊ីវិញបានធ្វើសេចក្តីសន្និដ្ឋានមួយដែលថាគឺអាកាសធាតុអាក្រក់ដែលជាមូលហេតុធ្វើឲ្យយន្តហោះដឹកអ្នកដំណើរ Air Asia ធ្លាក់ចូលទៅក្នុងសមុទ្រយើងស្ដាប់ជាងបុផា
នៅក្នុងពេលដែលគេកំពុងស្វែងរកប្រអប់ខ្មៅដែលមានផ្ទុកទិន្នន័យរបស់យន្តហោះ Air Asia ទីភ្នាក់ងារឧតុនិយមជាតិរបស់ឥណ្ឌូនេស៊ីបានលើកឡើងនៅថ្ងៃអាទិត្យនេះថាយន្តហោះរបស់ក្រុមហ៊ុន Air Asia អាចធ្លាក់ដោយសារអាកាសធាតុអាក្រក់ពលគឺម៉ាស៊ីនរបស់យន្តហោះអាចឈប់គាំងមិនដំណើរការដោយសារតែសំណើមត្រជាក់ដែលចូលទៅកកនៅក្នុងម៉ាស៊ីនតាមអាជ្ញាធរឥណ្ឌូនេស៊ីសេចក្តីសន្និដ្ឋានបឋមធ្វើឡើងដោយផ្អែកទៅលើទិន្នន័យអាកាសធាតុនៅថ្ងៃដែលយន្តហោះធ្លាក់ហើយនឹងសញ្ញាទីតាំងចុងក្រោយរបស់យន្តហោះដែលគេចាប់បានអាជ្ញាធរឥណ្ឌូនេស៊ីធ្លាប់បាននិយាយរួចហើយថាអ្នកបើកបរយន្តហោះបានសុំផ្លាស់ប្តូរកម្ពស់ហោះហើរដើម្បីជៀសវាងដុំពពកហើយនឹងព្យុះភ្លៀងក៏ប៉ុន្តែគេមិនបានទទួលចម្លើយភ្លាមៗពីទីភ្នាក់ងារត្រួតពិនិត្យដែនអាកាសដោយសារតែនៅក្នុងអំឡុងពេលនោះផ្លូវដែលយន្តហោះរបស់ក្រុមហ៊ុន Air Asia ចង់ប្តូរទៅហោះហើរមានសម្បូរចរាចរណ៍ទៅដោយយន្តហោះរបស់ក្រុមហ៊ុនដទៃទៀតតាក់ទងទៅនឹងផ្លូវហោះហើរនេះអាជ្ញាធរឥណ្ឌូនេស៊ីបានអះអាងថាគេនឹងធ្វើការស៊ើបអង្កេតទៅលើបទល្មើសដែលប្រព្រឹត្តដោយក្រុមហ៊ុន Air Asia អាជ្ញាធរឥណ្ឌូនេស៊ីសង្ស័យថាក្រុមហ៊ុន Air Asia បានប្រើផ្លូវហោះហើរមួយដោយមិនបានសុំការអនុញ្ញាតពីអាកាសចរស៊ីវិលឥណ្ឌូនេស៊ីក៏ប៉ុន្តែអាកាសចរស៊ីវិលសិង្ហបុរីវិញបញ្ជាក់ថាក្រុមហ៊ុន Air Asia បានសុំទទួលការអនុញ្ញាតពីខាងខ្លួនដើម្បីសុំសិទ្ធិហោះហើរតាមផ្លូវខាងលើតាមផ្លូវច្បាប់ការសុំអនុញ្ញាតពីពីរភាគីគឺជារឿងចាំបាច់ក្រុមហ៊ុន Air Asia របស់ឥណ្ឌូនេស៊ីវិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ដោយនៅរងចាំការស៊ើបអង្កេតពេញលេញមួយអាមេរិកបានចេញសេចក្តីប្រកាសអំពីវិនិយោគពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្នសន្តិសុខនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ាដែលជាទីក្រុងធំទី2របស់ឥណ្ឌូនេស៊ីទីក្រុងស៊ូរ៉ាបាយ៉ាជាទីដែលកន្លែងចាក់ចេញរបស់យន្តហោះ Air Asia មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រយោងតាមវេបសាយរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងយ៉ាកាតាស្ថានទូតបានទទួលដំណឹងពីលទ្ធភាពគម្រាមកំហែងវាយប្រហារទៅលើផលប្រយោជន៍របស់អាមេរិកដែលមានដូចជាសន្តាគារនិងធនាគារដែលចូលហ៊ុនដោយជនជាតិអាមេរិកនៅទីក្រុងស៊ូរ៉ាបាយ៉ានៅប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរឥណ្ឌូនេស៊ីបានព្រួយបារម្ភអំពីការកើនឡើងនៃសក្តានុពលរបស់ក្រុមជននិយមដែលគាំទ្រក្រុមជីហាតនៅដើមបូព៌ាចំណែកនាយករដ្ឋមន្ត្រីតូនីអាបតនៅថ្ងៃអាទិត្យនេះបានធ្វើទស្សនកិច្ចនៅទីក្រុងបាដាប្រទេសអ៊ីរ៉ាក់ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយរបស់ខ្លួនដល់អ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងទៅនឹងក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាតនេះបើតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋដែលបានស្ដង់ប្រភពពីរដ្ឋាភិបាលប៉ុន្តែព័ត៌មានលម្អិតអំពីទស្សនកិច្ចនេះពុំត្រូវបានបង្ហើបឲ្យដឹងនោះទេបន្ទាប់ពីបានសង្គ្រោះនាវាដឹកទំនិញអេសាឌីននិងជនអន្តោប្រវេសន៍ខុសច្បាប់ស៊េរីជិត400នាក់ឲ្យផុតពីសេចក្តីស្លាប់ពេលវេលានៃការបញ្ចេញប្រតិកម្មនយោបាយបានធ្លាក់មកជាបន្តបន្ទាប់នៅអ៊ីតាលីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលីបានគូបញ្ជាក់ថាត្រូវការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រសើរជាងនេះជាមួយនឹងប្រទេសជិតខាងពាក់ព័ន្ធដូចជាក្រិចនិងទូគីចុះអឺរ៉ុបវិញតើមានវិធានការយ៉ាងណាជោគវាសនាជនខុសច្បាប់ទាំងនោះនឹងខ្លាចទៅជាយ៉ាងណាយើងនឹងវិលមកលម្អិតហេតុការណ៍នេះជាថ្មីនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅពេលបន្តិចទៀតនេះជាមួយនឹងអៀងសុកមិញអំពីពាក្យគម្រាមកំហែងអ៊ីស្រាអែលចាប់ផ្ដើមធ្វើសកម្មភាពជាក់ស្ដែងដើម្បីដាក់ពិន័យប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ពលគឺនៅមួយថ្ងៃក្រោយប៉ាឡេស្ទីនដាក់ពាក្យសុំជាផ្លូវការដើម្បីចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិមន្ត្រីអ៊ីស្រាអែលបានអះអាងថារដ្ឋាភិបាលនឹងដាក់ពិន័យលើប៉ាឡេស្ទីនដោយនឹងផ្អាប់មិនបញ្ជូនថវិកាប្រចាំខែជាង100លានអឺរ៉ូទៅឲ្យប៉ាឡេស្ទីននៅខែក្រោយនោះទេយើងស្ដាប់ជាងបុផាអ៊ីស្រាអែលបានចាត់វិធានការក្តៅសងសឹកទៅនឹងប៉ាឡេស្ទីនដែលនៅតែជជែកដាក់ពាក្យសុំជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះលោកនាយរដ្ឋមន្ត្រី Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីតាំងតែពីថ្ងៃប្រហ័សដើម្បីនិយាយពីការដាក់ទណ្ឌកម្មទៅលើប៉ាឡេស្ទីនតែនៅថ្ងៃសៅរ៍ម្សិលមិញគឺនៅក្រោយដឹងថាប៉ាឡេស្ទីនបានដាក់ពាក្យសុំជាផ្លូវការអ៊ីស្រាអែលក៏ចាប់ប្រកាសពីការផ្អាប់ទុកមិនផ្ទេរថវិកា106លានអឺរ៉ូទៅឲ្យរដ្ឋអំណាចប៉ាឡេស្ទីនហើយនឹងប្រកាសគម្រាមប្តឹងមេដឹកនាំប៉ាឡេស្ទីនទៅតុលាការអាមេរិកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយោងតាមកិច្ចព្រមព្រៀងក្រុងអូស្ឡូឆ្នាំ1993ដែលនិយាយពីស្វ័យភាពអ៊ីស្រាអែលមានភារកិច្ចប្រមូលពន្ធនៅក្នុងនាមប្រជាជនប៉ាឡេស្ទីនជារៀងរាល់ខែអ៊ីស្រាអែលផ្ទេរមូលនិធិប្រមាណជាង100លានអឺរ៉ូទៅឲ្យរដ្ឋអំណាចប៉ាឡេស្ទីនការសម្ដែងរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានបង្កឲ្យមានការខឹងថ្កោលទោសពីសំណាក់អាជ្ញាធរប៉ាឡេស្ទីនប្រធានផ្នែកចរចារបស់ប៉ាឡេស្ទីនគឺលោកសា
Saeb Erakat បានចាត់ទុកចំណាត់ការរបស់អ៊ីស្រាអែលថាជាឧក្រិដ្ឋកម្មសង្គ្រាមមួយទៀតដែលអ៊ីស្រាអែលបានធ្វើទៅលើប្រជាជនប៉ាឡេស្ទីនពន្ធដែលអ៊ីស្រាអែលប្រមូលបានហើយនឹងបញ្ជូនទៅឲ្យប៉ាឡេស្ទីនជារៀងរាល់ខែនោះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចប៉ាឡេស្ទីនពីព្រោះវាតំណាងឲ្យចិត្តពាក់កណ្ដាលនៃថវិកាជាតិរបស់ប៉ាឡេស្ទីននយោបាយផ្អាប់មិនបញ្ជូនលុយទៅឲ្យប៉ាឡេស្ទីននេះតាមពិតត្រូវបានអ៊ីស្រាអែលធ្វើដដែលជាច្រើនដងដើម្បីដាក់សម្ពាធទៅលើប៉ាឡេស្ទីនកាលពីឆ្នាំ2012អ៊ីស្រាអែលធ្លាប់បានផ្អាកមិនបញ្ជូនលុយរបៀបនេះទៅឲ្យប៉ាឡេស្ទីនបន្ទាប់ពីប៉ាឡេស្ទីនបានទទួលសិទ្ធិជាសមាជិកសង្កេតការណ៍របស់អង្គការសហប្រជាជាតិដែលពិតទៅអ៊ីស្រាអែលមិនចង់ឲ្យប៉ាឡេស្ទីនសុំចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិពីព្រោះថាបើសិនប៉ាឡេស្ទីនអាចចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបានសម្រេចមានន័យថាប៉ាឡេស្ទីននឹងមានលទ្ធភាពដាក់ពាក្យបណ្ដឹងប្តឹងមេដឹកនាំអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅតុលាការ CPI អាមេរិកវិញដែលប្រឆាំងទៅនឹងវិធានការឯកតោភាគីរបស់ប៉ាឡេស្ទីនក៏បានព្រមានរួចហើយដែរថាអាមេរិកនឹងអាចផ្តិតជំនួយប្រមាណ$400 លានដែលអាមេរិកផ្តល់ឲ្យប៉ាឡេស្ទីនជារៀងរាល់ឆ្នាំបើសិនជាប៉ាឡេស្ទីនចង់ប្តឹងអ៊ីស្រាអែលតាមផ្លូវតុលាការអន្តរជាតិវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកស្ដាប់ជាទីគោរពជាបន្តទៅទៀតនេះលោកអ្នកបានស្ដាប់នីតិភ្ញាប្រចាំថ្ងៃដែលរៀបចំដោយអែមៀកក្រោយមកគឺជានីតិប្រកាសអន្តរជាតិប្រចាំថ្ងៃរៀបចំដោយអៀងសុកមិញបន្ទាប់មកទៀតលោកអ្នកបានស្ដាប់នីតិបទយកការរបស់សឿងភិរៈហើយនៅចុងបញ្ចប់គឺជានីតិប្រវត្តិសាស្ត្រពិភពលោករៀបចំជូនដោយសេងទីណាភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃអាទិត្យនេះគឺលោកហងជួនណារ៉ុនដែលជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាក្រសួងអប់រំទើបបានបង្កើតក្រុមការងារពិនិត្យតាមដាននិងវិយតម្លៃគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅខែធ្នូកន្លងទៅក្នុងនាមជាប្រធានក្រុមការងាររៀបចំគោលនយោបាយអធិការកិច្ចថ្មីនេះលោកហងជួនណារ៉ុនអះអាងថាដើម្បីឲ្យមន្ត្រីរដ្ឋអាចវិយតម្លៃសាលារៀនរបស់មន្ត្រីគ្នាឯងបានល្អគេចាំបាច់ត្រូវមានតម្លាភាពសូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងអែមៀកនិងលោករដ្ឋមន្ត្រីក្រសួងអប់រំដូចតទៅខ្ញុំសូមជម្រាបសួរអាយដាមហងជួនណារុនដែលជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាខ្ញុំសូមថ្លែងអំណរគុណអាយដាមដែលផ្ដល់កិត្តិយសធ្វើជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងផ្សាយជាខេមរៈភាសានៅថ្ងៃនេះអាយដាមក្រសួងអប់រំយុវជននិងកីឡាបានបង្កើតក្រុមការងារតាមដានវិយតម្លៃនិងកែលម្អគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនហើយក្រុមការងារនេះត្រូវបានបង្កើតកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2014តើក្រុមអធិការកិច្ចនេះមានកិច្ចការសំខាន់ជាចម្បងនោះអ្វីខ្លះទៅអាយដាមសម្រាប់ឆ្នាំ2015នេះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំជាកម្មវិធីចំណាយទម្រង់បន្តទៀតដូចតទៅបាទទី1គឺការអនុម័តនិងអនុវត្តនៅផែនការសកម្មភាពគោលនយោបាយក្នុងបង្រៀនហើយទៅនោះក្រសួងអប់រំយុវជននិងកីឡាក៏បានដាក់ចេញនៅផែនការសកម្មភាពមួយទៀតគឺពាក់ព័ន្ធទៅនឹងការដើរអនុវត្តនៅការធ្វើអធិការកិច្ចទៅតាមគ្រឹះស្ថានសិក្សាអញ្ចឹងការធ្វើអធិការកិច្ចនេះគឺផ្ដោតជាសំខាន់ទៅលើចំណុចដូចតទៅបាទទី1ការធ្វើអធិការកិច្ចផ្ទៃក្នុងបាទមានការធ្វើសវនកម្មផ្ទៃក្នុងនៅតាមសាលានីមួយៗសាលាមានកាតព្វកិច្ចទៅពិនិត្យមើលការរៀននិងការបង្រៀនហើយជួយការវិតម្លៃទៅលើការរៀននិងការបង្រៀនបន្ទាប់មកគឺត្រូវពិនិត្យមើលនៅលទ្ធផលសិក្សារបស់សិស្សហើយនាយកសាលាត្រូវធ្វើរបាយការណ៍វិតម្លៃសាលារៀនពីលទ្ធផលរបស់សិស្សពីការរៀនការបង្រៀនក៏ដូចជាពីទស្សនវិជ្ជាទូទៅទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើមតំបន់នេះរបាយការណ៍នេះត្រូវតែផ្ញើទៅឲ្យមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាប់ហើយនឹងទៅឲ្យក្រសួងអប់រំយុវជនកីឡាក្រសួងនឹងពិនិត្យមើលរបាយការណ៍នេះអញ្ចឹងទៅឈរទៅលើការធ្វើស្វ័យវិតម្លៃសាលារៀនក្រសួងនឹងរៀបចំនៅក្របខ័ណ្ឌមួយទៀតគឺការអធិការកិច្ចពីខាងក្រៅអញ្ចឹងយើងបានបណ្ដុះបណ្ដាលនៅគ្រូឧទ្ទេសចំនួន21នាក់ដែលនឹងបង្រៀនអធិការអស់ជាង400នាក់450នាក់ដើម្បីចុះទៅពិនិត្យមើលនៅគ្រប់សាលារៀនទាំងអស់ក្នុងរយៈពេល5ឆ្នាំពី3ទៅ5ឆ្នាំម្ដងយើងទៅពិនិត្យមើលដើម្បីជួយដល់នាយកសាលាក្នុងការកែលម្អសាលារៀន
បាទនេះគឺមានគោលដៅដើម្បីពង្រឹងគុណភាពអប់រំហើយក៏ជួយគ្រប់គ្រងដល់គ្រូផងដែរអញ្ចឹងការធ្វើអធិការកិច្ចនេះគឺមានជាអធិភាពរបស់ក្រសួងក្នុងឆ្នាំ2015និងរហូតដល់2018បាទអាយដាមផ្ដោតលើខ្លឹមសារជាចម្បងចុះចំណែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាសាលាទីតាំងបរិយាកាសអនាម័យនៅតាមសាលានីមួយៗនោះអាយដាមបានគិតបញ្ចូលទៅក្នុងឧបករណ៍អធិការកិច្ចដែលអាយដាមនៅក្រុមការងារគ្រោងនឹងបង្កើតនោះទេបាទនៅក្នុងឧបករណ៍ហ្នឹងគឺយើងមានទាំងអស់បាទទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏phảiមានតម្លៃទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទុនហេដ្ឋារចនាសម្ព័ន្ធរឹងហ្នឹងគឺមានន័យថាសាលារៀនរបស់របរសិក្សាឧបករណ៍សិក្សាឯកសារជាដើមប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទុននោះគឺការជួយគ្រូបាទគ្រូបង្រៀននឹងឯងបាទការបណ្ដុំបណ្ដាលគ្រូជាដើមក៏ជាអត្ថប្រយោជន៍ចឹងថវិកាឆ្នាំ2015ហ្នឹងត្រូវផ្សងផ្សាយចំណុច2បាទសំខាន់ចំណុចទី1គឺហេដ្ឋារចនាសម្ព័ន្ធរឹងមានន័យថាការអភិវឌ្ឍការផ្ដល់នូវឧបករណ៍សម្ភារៈចំណុចទី2សំខាន់ដែរគឺបដិវត្តមន្ត្រីរាជការអញ្ចឹងបដិវត្តមន្ត្រីរាជការហ្នឹងគឺសំខាន់ណាស់ហើយកន្លងមកគឺថាយើងយកចិត្តទុកដាក់ច្រើនទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងដូច្នេះចាប់ពីឆ្នាំ2013 14និងរហូតទៅដល់រយៈពេលមធ្យមយើងត្រូវផ្សងទាំងពីរឲ្យស្មើទាំងបដិវត្តគ្រូបង្រៀនការបណ្ដុំបណ្ដាលការពង្រឹងចំណេះដឹងនិងចំណុចមួយទៀតគឺហេដ្ឋារចនាសម្ព័ន្ធរូបវន្តបាទយើងនៅតែត្រូវតែបន្តសាងសង់សាលាមួយចំនួនដោយសារតែសាលានៅតាមតំបន់ជាប់ព្រំដែនតំបន់ដែលអតីតថាកងខ្មែរក្រហមហ្នឹងគឺតំបន់ហ្នឹងគឺថាអត់មានសាលាពេញទេច្រើនតែសាលាមិនគ្រប់ថ្នាក់បាទអាចដំបញ្ហាមួយដែលមាននៅក្នុងវិស័យឯកជនយើងសង្កេតឃើញថានៅកម្ពុជាសាលាឯកជនមធ្យមសិក្សាក្តីបឋមសិក្សាក្តីឬឧត្តមសិក្សាក្តីហាក់ដូចជាមានទីធ្លាតូចចង្អៀតហើយមិនឆ្លើយតបទៅនឹងបន្ទាត់ឋានសាលាដែលរដ្ឋយើងកំណត់ទេតាមមើលព្រោះសាលារដ្ឋមានទីធ្លាធំទូលាយមានរុក្ខជាតិមានផ្កាមានធ្លាសម្រាប់ក្មេងលេងចំណែកសាលាឯកជនយើងសង្កេតឃើញថាមានតែអគារនិងបន្ទប់កៅអីតុក្តារខៀនសម្រាប់ឲ្យសិស្សចូលរៀនអាយដាមតើកន្លែងហ្នឹងពេលដែលក្រុមការងាររបស់អាយដាមធ្វើការវាតម្លៃទៅឃើញថាมันឆ្លើយតបទៅនឹងបន្ទាត់ឋានរបស់ក្រសួងអាចនឹងមានការប្រែប្រួលឬក៏ការបិទខ្លះទេបាទជារួមយើងឃើញថានៅក្នុងវិស័យអប់រំនេះយើងនឹងពង្រឹងទៅដល់គ្រឹះស្ថានរដ្ឋក៏ប៉ុន្តែទៅក្នុងនោះក៏យើងមិនបិទច្រកក្នុងការអភិវឌ្ឍវិស័យឯកជននៅក្នុងកម្រិតឧទាហរណ៍បើយើងនិយាយទៅគឺកម្រិតមន្ត្រីសាលាក្តីនិងបឋមសិក្សាខ្លះក្តីហ្នឹងក៏ឯកជនที่បានវិនិយោគមួយចំនួនហើយគឺតែដូចលោកសាស្ត្រាគឺសាលាឯកជនហ្នឹងគឺមិនអាចគេថាទីធ្លាអីវាតូចជាងសាលារដ្ឋបាទអញ្ចឹងចំពោះក្រសួងអប់រំបើយើងមើលទៅគឺខាងផ្នែកឯកជននេះមានចំណែកស្មើនឹង1 ទៅ 1.5% នៃការចូលរៀនបាទក្នុងកម្រិតបឋមសិក្សាគឺរដ្ឋ97ឯកជនថែម1ទៀត98អញ្ចឹងនៅឯកជនគាត់បានវិនិយោគច្រើនណាស់ជាពិសេសកម្រិតមត្តេយ្យសិក្សាហ្នឹងប្រមាណជាង400ហើយភាគច្រើនគឺតាមតំបន់ទីក្រុងបាទហើយកន្លែងណាដែលឯកជនគេអាចវិនិយោគបានក៏យើងបើកឱកាសបាទដោយសារនៅសាលារដ្ឋប្រតិវត្តគ្រូទៀតប៉ុន្តែឯកជនគេអាចមានលទ្ធភាពឲ្យប្រតិវត្តខ្ពស់ហើយគ្រូក៏មានការលើកទឹកចិត្តក្នុងការថែរក្សាក្នុងការបង្រៀនដែរបាទចំពោះគ្រូសាស្ត្រណាដែលគាត់មានលទ្ធភាពគាត់អាចបញ្ជូនកូននឹងទៅរៀនសាលាឯកជនហើយក៏មានសន្តិសុខមានអីដែរក៏មិនតែទៅនេះក៏យើងដាក់ចេញនូវវិធានការពង្រឹងសន្តិសុខបាទពង្រឹងការគ្រប់គ្រងសាលាអញ្ចឹងក្នុងឆ្នាំនេះគឺថាការគ្រប់គ្រងសាលាអភិបាលកិច្ចសាលានោះគឺជាអាទិភាពមួយយ៉ាងសំខាន់ដើម្បីរក្សានៅខាងគុណភាពបាទអញ្ចឹងកន្លែងខ្លះគឺថារដ្ឋមិនអាចធ្វើបានទាំងអស់ដូច្នេះយើងអនុញ្ញាតឲ្យឯកជនជួយដើម្បីធ្វើម៉េចឲ្យសិស្សយើងអាចបានកាន់តែច្រើនចូលរៀនបានបាទដោយអាយដាមមានប្រសាសន៍ឲ្យការងារធ្វើឲ្យធនធានមនុស្សរបស់កម្ពុជាកាន់តែរីកចម្រើនពោពេញដោយជំនាញនិងចំណេះដឹងនោះអាស្រ័យមួយផ្នែកលើវិស័យឯកជននិងមួយផ្នែកធំលើផ្នែកសាធារណៈប៉ុន្តែសមាជិកការងារដែលមាន24រូបជាមន្ត្រីរដ្ឋាភិបាលទាំងអស់
តើអាយដាមអាចបញ្យល់ទៅអ្នកស្ដាប់យ៉ាងដូចម្ដេចថាអ្វីដែលជាលទ្ធផលនៃការងាររបស់ក្រមតាមដានត្រួតពិនិត្យគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននេះមានគុណភាពឯករាជ្យហើយធានាបាននៅការគោរពបន្ទាត់ឋានរបស់ក្រសួងអប់រំយុវជននិងកីឡាអាយដាមបាទយើងឃើញថាភារកិច្ចរបស់ក្រសួងគឺជាអ្នកនាយកកទៅត្រួតពិនិត្យមើលគុណភាពអប់រំបាទពិនិត្យមើលការអនុវត្តគោលនយោបាយពិនិត្យមើលការអនុវត្តកម្មវិធីសិក្សាការរៀននិងការបង្រៀនបាទដូច្នេះគឺយើងដើម្បីធានាបាននៃការហៅថាអនុវត្តនៅភារកិច្ចជានាយកនេះគឺត្រូវតែមានអ្នកចុះទៅពិនិត្យមើលជាអធិការអប់រំនឹងបាទហើយកម្រិតរបស់ខ្ញុំគឺមិនមែនថារដ្ឋមន្ត្រីចុះទៅពិនិត្យទេប៉ុន្តែខ្ញុំគឺជាអ្នកសម្របសម្រួលគោលនយោបាយទី1ខ្ញុំត្រូវតែចាត់ចែងធ្វើម៉េចឲ្យមានការរៀបចំនៅក្របខ័ណ្ឌអធិការកិច្ចមួយអញ្ចឹងយើងបានពិភាក្សាគ្នាមុនដំណាច់ឆ្នាំនេះឲ្យអនុម័តនៅក្របខ័ណ្ឌនេះហើយបន្តមកទៀតយើងនឹងរៀបចំជាផែនការសកម្មភាពការធ្វើអធិការកិច្ចហើយជាឧបករណ៍ធ្វើអធិការកិច្ចបាទអញ្ចឹងយើងបាននិយាយគ្នាពីយល់គ្នាហើយក្រុមការងារនេះនឹងបន្តកិច្ចការរបស់ខ្លួនក្នុងឆ្នាំ2015នេះគឺមិនអ្វីឲ្យចប់2015ហើយយើងនឹងបញ្ជូនអធិការនេះចុះទៅបដាព្រោះយើងបានម្ដងម្ដងរួចហើយចំនួន21នាក់ហើយយើងធ្វើការសិក្សាតាមសាលានៅទាំងភ្នំពេញក៏ដូចជានៅតាមខេត្តមួយចំនួនបាទដើម្បីចាប់ផ្ដើមការងារអធិការកិច្ចនេះគឺយ៉ាងណាឲ្យសិស្សនឹងទៅរៀនបាទព្រោះយើងចិត្តទៅមើលថាសិស្សទៅរៀនអត់គ្រូបង្រៀនឬមិនគ្រូទៅរៀនបង្រៀនទៀងទាត់ក៏អត់បាទនាយកសាលាបានបំពេញកិច្ចការរបស់ខ្លួននៅចឹងត្រូវមានក្រុមអាទាំងគ្រូទៅនាយកសាលាជាដើមបាទដូច្នេះហើយគឺយើងឃើញថាក្នុងសមាជិកនោះមានតែ10ទេដែលសកម្មរដ្ឋគឺជានាយកចឹងយើងមានព័ត៌មានពីសាលាមកដឹងរឿងថាទៅតាមសាលាហ្នឹងមានបញ្ហាខ្លះត្រូវដោះស្រាយយ៉ាងម៉េចបាទវាជាភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងដើម្បីធានាបានគុណភាពសិក្សាប៉ុន្តែអាយដាមដោយសារតែមន្ត្រីវាតម្លៃមន្ត្រីគ្នាឯងនឹងហើយដែលជាប្រភពនៃភាពមិនឯករាជ្យភាពមិនមានតម្លាភាពឬក៏ជាកំសោយនៃដំណើរការងាររបស់រដ្ឋបាលសាធារណៈនៅកម្ពុជាដែលតែងតែរងនឹងការរិះគន់កន្លងមកពីសំណាក់អង្គការមិនរដ្ឋាភិបាលតែអាយដាមធានាយ៉ាងដូចម្ដេចថាมันមានការយោគយល់នៅក្នុងការវាតម្លៃរបស់មន្ត្រីទៅលើមន្ត្រីគ្នាឯងដូចពេលកន្លងមកសំខាន់ផុតហ្នឹងបាទសំខាន់ផុតគឺបើយើងមើលក្នុងការអនុវត្តជាក់ស្ដែងនៅក្នុងពិភពលោកហ្នឹងគឺយើងឃើញថាมันមានផ្នែកឯកជនណាមួយឬក៏มันមានស្ថាប័នណាមួយធ្វើការមានតម្លៃទៅលើគ្រឹះស្ថានសិក្សាទេនឹងមានតែឬមួយក៏ជាឲ្យស្ថាប័នឯករាជ្យមួយប៉ុន្តែនៅតែស្ថាប័នរដ្ឋដដែលហ្នឹងដូចហេតុអីស្ថាប័នរដ្ឋដែលសាររដ្ឋហ្នឹងគឺជាអ្នកទទួលខុសត្រូវបាទយើងអាចឲ្យស្ថាប័ននេះជាស្ថាប័នឯករាជ្យចេញពីក្រសួងបានប៉ុន្តែនៅក្នុងរបៀបរៀបចំតាមបែបបារាំងប្រទេសផ្សេងៗគឺខុសៗគ្នាតែសំខាន់អ្នកអធិការនេះគាត់មានសមត្ថភាពចាស់ស្ដែងវាមិនថាការអនុវត្តរបស់គាត់សមស្របទៅតាមហៅថាមនសិការជាវគ្គប្រកបបាទហើយបន្តមកទៀតរបាយការណ៍ហ្នឹងត្រូវតែមានតម្លាភាពមានន័យថានឹងត្រូវផ្សព្វផ្សាយឲ្យមេដាបេដាដឹងអញ្ចឹងបាទអធិការហ្នឹងគាត់និយាយខុសហើយរបាយការណ៍អធិការកិច្ចហ្នឹងយើងនឹងផ្សព្វផ្សាយឲ្យសាលាដឹងឲ្យមេដាបេដាដឹងអញ្ចឹងនឹងមានយន្តការមួយទៀតគឺការប្តឹងបាទអញ្ចឹងមេដាបេដាថាអាចមកប្តឹងមកក្រសួងដែរតាមពិតរឿងហ្នឹងមិនអញ្ចឹងទេរឿងហ្នឹងគឺថាវាចេះបាទនៅតាមសាលាហ្នឹងអញ្ចឹងនេះជាយន្តការមួយក៏យើងលើកទឹកចិត្តឲ្យសហគមន៍និងមេដាបេដាហ្នឹងចូលរួមនៅក្នុងការទស្សនវិនិច្ឆ័យមើលសាលានេះជាយន្តការសំខាន់ណាស់បាទមិនមែនថាត្រូវតែអធិការហ្នឹងគាត់ឯករាជ្យទេតាមពិតយើងចង់មកអធិការមួយដែលមានកម្រិតជំនាញជីវៈខ្ពស់ហើយមនសិការជីវៈខ្ពស់ដែរក៏ប៉ុន្តែការចូលរួមរបស់សហគមន៍ការចូលរួមរបស់មេដាបេដាហ្នឹងសំខាន់ណាស់ដើម្បីជួយពិនិត្យសាលានោះអញ្ចឹងយើងនឹងពង្រឹងអង្គការអភិបាលនៅតាមសាលារៀនអាបាកិច្ចតាមសាលារៀនដើម្បីឲ្យមានការចូលរួមពីសាធារណមហាជនអ្នកខ្សែថាព័ត៌មានបាទអញ្ចឹងនៅពេលដែលឧទាហរណ៍យើងផ្សព្វផ្សាយរបាយការណ៍ហ្នឹងទៅតែថាព័ត៌មានហៅថាទេយើងទៅស្រាវជ្រាវមើលវាមិនមែនអញ្ចឹងទេបាទអញ្ចឹងយន្តការហ្នឹងនឹងជួយគឺជាព័ត៌មានត្រឡប់មកវិញដើម្បីឲ្យយើងហ្នឹងបានដឹងរឿងហើយនឹងចាត់វិធានការតែលម្អអញ្ចឹងសំខាន់អធិការថាតើយើងពឹងលើអធិការដែលទៅត្រួតពិនិត្យមួយឆ្នាំ3ដងឬក៏ម្ដងក្នុងរយៈពេល3ឆ្នាំឬក៏5ឆ្នាំហ្នឹងឬមួយក៏យើងមានវិធានការមួយទៀត
ចឹងយើងយល់ឃើញថាតែមានការចូលរួមពីសហគមន៍ពីវិទ្យាល័យទៅឆ្លាតនឹងអាចរីកចម្រើនទៅបានដើម្បីធានាបានគុណភាពបាទអញ្ចឹងក្រុមការងារបង្កើតគោលនយោបាយអធិការកិច្ចដើម្បីតាមដាននិងវិតម្លៃគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននេះអាចនឹងមានរបាយការណ៍ដំបូងរបស់ខ្លួននៅពេលណាដែរឯកឧត្តមដើម្បីឲ្យប្រជាពលរដ្ឋអាចជួយតាមដានមើលនិងដឹងថាសាលាណាឆ្លើយតបទៅនឹងលក្ខណៈសម្បត្តិរបស់គ្រួសារជីវភាពកូនសិស្សឯកឧត្តមអាចថានៅចុងឆ្នាំ15នេះបាទយើងនឹងរៀបចំនយោបាយការគំរូហើយនៅក្នុង2015នេះគឺជាការវត្តសាកល្បងដូច្នេះវាទាមទារពេលវេលាទៀតបាទអញ្ចឹងយើងបដោតទៅលើសាលាមួយចំនួននេះមិនសាលាច្រើនពេកទេប៉ុន្តែយើងចង់សាកធ្វើយ៉ាងម៉េចឲ្យការអធិការកិច្ចនេះមានតម្លាភាពមានន័យថាដើម្បីផ្ដល់ព័ត៌មានទៅឲ្យពេលដល់ពីការគាត់ធ្វើការសម្រេចចិត្តហើយក៏ជួយចូលរួមក្នុងការកែលម្អសាលាផងដែរខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមហងជួននរុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃអាទិត្យនេះសូមជម្រាបលាឯកឧត្តមត្រឹមប៉ុណ្ណេះសិនបាទសូមជម្រាបលាសូមអរគុណកម្មវិធីនេះសហការឧបត្ថម្ភដោយគីណាល់មួយសម្រាប់ការឈឺចុកចាប់មួយគីណាល់ក្របសម្រាប់បំបត្តិគ្រុនក្តៅបំបត្តិឈឺធ្មេញឈឺក្បាលនិងឈឺចុកចាប់ពេលមករដូវសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីគុណភាពសិក្សាដើម្បីសមត្ថភាពវិជ្ជាជីវៈសិក្សានៅ CUS ឋានសុបកោជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានបន្ថែមសេវាកម្មធានារ៉ាប់រងដល់និស្សិតលើគ្រោះថ្នាក់ផ្សេងៗពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេនិងស៊ីនវិញយូជាក្រុមហ៊ុនតែមួយគត់ដែលបានផ្ដាច់មុខកាហ្វេពីប៉ៃលិននិងមណ្ឌលគិរីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនេតិព្រឹត្តិការណ៍អន្តរជាតិនៅថ្ងៃនេះយើងនិយាយអំពីសំណើអ៊ីតាលីសូមជំនួយសហប្រតិបត្តិការប្រឆាំងទៅនឹងអន្តោប្រវេសន៍ខុសច្បាប់ដែលយើងមានអន្តរាគមន៍ពីអៀងសុកមិញជំរាបសួរសុកមិញចាស់ជំរាបសួរម៉ូនីកាពីថ្ងៃក្រោយការសង្គ្រោះនាវាដឹកទំនិញដល់កញ្ចាស់និងជនអន្តោប្រវេសន៍ខុសច្បាប់ស៊ីរីជិត400នាក់មកនៅពេលនេះគេបានដឹងព័ត៌មានកាន់តែច្រើនអំពីជំនួញរថពន្ធអន្តោប្រវេសន៍បែបថ្មីសូមសុកមិញជួយលម្អិតអំពីដំណើរនៃអន្តោប្រវេសន៍ទាំងអស់នោះបន្តិចមកសុកមិញចាម៉ូនីកាជាសរុបមានជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណចំនួន360នាក់សុទ្ធតែសឹងអះអាងថាជាជនជាតិស៊ីរីទាំងអស់343នាក់គឺប្រុស43នាក់ស្រីក្នុងនោះ4នាក់មានផ្ទៃពោះផងនិង74នាក់គឺជាក្មេងមិនទាន់ពេញវ័យដំណើររត់ភៀសខ្លួននេះមានរយៈពេលមិនដល់15ថ្ងៃទេជិះយន្តហោះផងដើរផងទម្រាំមកដល់ប្រទេសឡើងជិះនាវាសម្ដៅមកកាន់ប្រទេសបារាំងពួកគេបានចាក់ចេញពីប្រទេសស៊ីរីជាប្រទេសកំណើតសម្ដៅទូគីដោយឆ្លងកាត់លីបង់តាមជើងយន្តហោះដើម្បីមកជិះនាវាដឹកសត្វនៅថ្ងៃទី31ធ្នូក្នុងតម្លៃប្រមាណជាពី$4,000ទៅ$8,000សម្រាប់អ្នកដំណើរម្នាក់ៗដែលចង់រត់គេចចេញពីសង្គ្រាមឆ្ពោះទៅកាន់ប្រទេសបារាំងក៏ប៉ុន្តែម៉ូនីកាដំណើររបស់ពួកគេត្រូវបញ្ឈប់កណ្ដាលមហាសាគរមេឌីទែរ៉ាណេពីព្រោះអ្នកបើកបរបានគេចខ្លួនបាត់បណ្ដោយឲ្យនាវាបរទៅមុខពេញមួយទំហឹងខ្លួនឯងរហូតទាល់តែអស់ប្រេងហើយទម្រាំតែឆ្មាំសមុទ្រគ្រប់គ្រងនិងតម្រង់ទិសសម្ដៅដល់ដីគោកបានមានអ្នកដំណើរមិនតិចទេដែលអត់បាយក្រហាយទឹកផងក៏ប៉ុន្តែការដែលអ្នកបើកបរបាំងមុខបិទចិត្តរហូតអាចធ្វើឲ្យគេសន្និដ្ឋានបានថាកាពីតែននោះបានបោះបង់តួនាទីជាអ្នកបញ្ជាកប៉ាល់នាវាមែនតែទំនងជាមិនបានចាក់ចេញពីនាវាទេអ្នកបើកបរនោះទំនងជាអាចនឹងកំពុងតែបន្លំក្នុងវងអន្តោប្រវេសន៍ខុសច្បាប់ផ្សេងទៀតផងក៏ថាបានដែរពីព្រោះយើងដឹងហើយថាក្រុមឈ្មួញមេខ្យល់ទាំងអស់នេះថែមទាំងបានបោះផ្សាយនៅក្នុងទំព័រ Facebook តាក់ទងរកភ្ញៀវម្នាក់ចម្លៃក្នុងប្រមាណជា$5,500សម្រាប់ម្នាក់ឬក៏ចុះថ្លៃមកឲ្យ$4,500សម្រាប់ក្រុមចាប់ពី25នាក់ឡើងទៅហើយថ្ងៃនេះគឺជាលើកទី1ម៉ូនីកាកាពីតែននាវាដឹកទំនិញមួយទៀតដែលមានផ្ទុកជនអន្តោប្រវេសន៍ខុសច្បាប់ស៊ីរីដែរឈ្មោះថា Blue Sky M ដែលទើបតែនឹងមកដល់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី1មករាមុន2ថ្ងៃនោះបានប្រាប់អ្នកកាសែតថាសុកចិត្តបើកនាវាឲ្យពីព្រោះចង់រត់មកដែរជាថ្នូរនឹងប្រាក់15,000ព្រមតែនឹងការធានាថានឹងអាចជួយគ្រួសារឲ្យរត់ភៀសខ្លួនចេញពីស៊ីរីបានចុះចំពោះអ្នកដំណើរជាជនអន្តោប្រវេសន៍ខុសច្បាប់ស៊ីរីវិញនៅពេលបានជន់ទឹកដីអ៊ីតាលីហើយតើពួកគេនឹងមានជោគវាសនាយ៉ាងណាបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញឬក៏បានទទួលសិទ្ធិច្រកកោននៅអឺរ៉ុបសុកមិញ
ចាមិនមែនជាសិទ្ធិជ្រកកោនអ្វីទាំងអស់ជនអន្តោប្រវេសន៍ទាំងជិត400នាក់នោះត្រូវបានអាជ្ញាធរអ៊ីតាលីសង្គ្រោះផ្ដល់ភាពកក់ក្ដៅឲ្យសម្លៀកបំពាក់ឲ្យចំណីអាហារហើយក៏បញ្ជូនទៅកាន់មជ្ឈមណ្ឌលទទួលជនភៀសខ្លួនរបស់អ៊ីតាលីដើម្បីទទួលបំពេញសំណុំបែបបទរដ្ឋបាលនិងផ្តិតចម្លងស្នាមក្រយៅដីបន្ទាប់មកជនអន្តោប្រវេសន៍ទាំងអស់នោះគឺត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលឬក៏យើងនិយាយឲ្យខ្លីថាឃុំឃាំងជនខុសច្បាប់នៅក្នុងទីតាំងផ្សេងពេញផ្ទៃប្រទេសក៏ប៉ុន្តែអ្នកខ្លះមិនសុខចិត្តរស់នៅក្នុងតំបន់ក្នុងជំរំក្នុងតង់រងចាំទទួលលិខិតជ្រកកោនការសិក្សាទេមិនមែនបានដីថាសិទ្ធិបានទាំងអស់នេះប្រថុយរត់ចេញផ្សងព្រេងទៅខាងក្រៅដើម្បីអាចស្រមៃថាចង់ទៅដល់អាល្លឺម៉ង់ឬក៏អង់គ្លេសក្នុងនាមជាជនដែលឥតលិខិតស្នាមខុសច្បាប់ទាំងស្រុងដូច្នេះការមកដល់អ៊ីតាលីបានរួចជីវិតនៅថ្ងៃនេះគឺគ្រាន់តែជាការចាប់ផ្ដើមជីវិតដ៏ត្រដាប់ត្រដួសនៅផ្សងព្រេងថ្មីតែប៉ុណ្ណោះហើយសមាគមមួយចំនួនមានជាអសមាគមជនភៀសខ្លួនរបស់បារាំងអីក៏បានស្នើសុំទៅកាន់រដ្ឋាភិបាលបារាំងឲ្យជួយរំលែកទទួលជនអន្តោប្រវេសន៍ខុសច្បាប់មកពីអ៊ីតាលីខ្លះក៏ប៉ុន្តែគេពុំទាន់ឃើញមានប្រតិកម្មអ្វីជាផ្លូវការតបមកវិញសោះបញ្ហាអន្តោប្រវេសន៍ខុសច្បាប់មិនមែនជារឿងថ្មីថ្មោងទេប៉ុន្តែចរន្តនេះហាក់ដូចជាមានសន្ទុះខ្លាំងនារយៈពេលប្រហែលថ្ងៃចុងក្រោយនេះអ៊ីតាលីបានទាញសញ្ញាអាសន្នតាំងពីចុងខែធ្នូមកសូមជំនួយពីសហភាពអឺរ៉ុបមើលទៅអឺរ៉ុបនិងអ៊ីតាលីត្រូវដោះស្រាយនិងមានវិធីយ៉ាងណាដើម្បីជួយទប់ស្កាត់រលកអន្តោប្រវេសន៍ជាទ្រង់ទ្រាយធំបែបនេះសុកមិញចាម៉ូនីកាបានលើកឡើងអញ្ចឹងថាមិនមែនជារឿងថ្មីទេក៏ប៉ុន្តែឥឡូវនេះវាមានទម្រង់ថ្មីជួញដូរអន្តោប្រវេសន៍ខុសច្បាប់តាមនាវាដឹកទំនិញនាវាពាណិជ្ជកម្មរួចក៏បោះបង់នាវានោះចោលគឺជាយុទ្ធសាស្ត្រថ្មីរបស់ពួកមេខ្យល់របស់ពួកអ្នករកស៊ីពង្រត់អន្តោប្រវេសន៍មកអឺរ៉ុបនាវាZaden គឺជាករណីទី3ដែលបញ្ជាក់យ៉ាងច្បាស់អំពីជំនួយបែបថ្មីនេះនៅក្នុងរយៈពេលតែ3សប្តាហ៍ប៉ុណ្ណោះមូលនិកាអ៊ីតាលីបានទទួលជនភៀសខ្លួនខុសច្បាប់បែបនេះដល់ទៅជិត 2000 នាក់ជិត 800 នាក់កាលពីយប់ថ្ងៃឆ្លងឆ្នាំដោយមាននាវាឈ្មោះថា Blue Sky M ហើយជិត 800 នាក់ដែរកាលពីថ្ងៃទី20ធ្នូហើយនឹងជិត 400 នាក់ទៀតនៅលើកនេះជារៀងរាល់លើកនាវាទាំងអស់សុទ្ធតែបានចាក់ចេញពីប្រទេសទូគីដូចគ្នាហើយឈ្មួញបានបោះបង់នាវាឬក៏ប្រកាសថានាវាខូចធ្វើជាខូចសុំជំនួយពីឆ្មាំសមុទ្ររបស់អឺរ៉ុបជំនួយបែបនេះអាចផ្ដល់ផលចំណេញដល់ទៅរាប់លានអឺរ៉ូក្នុងមួយជើងហើយដូច្នេះហើយបានជាអ្នកបើកបរគេមិនខ្លាចនឹងចំណាយនាវាកញ្ចាស់ដ៏ទ្រុឌទ្រោមមួយនោះឡើយក៏ប៉ុន្តែបើនិយាយអំពីប្រតិកម្មនឹងការចាត់វិធានការវិញគេត្រូវរងចាំដល់ល្ងាចថ្ងៃសៅរ៍ទី3មករាយប់មិញទើបគេឃើញរដ្ឋាភិបាលអ៊ីតាលីបានបញ្ចេញប្រតិកម្មតាក់ទងទៅនឹងចំនួនអន្តោប្រវេសន៍ខុសច្បាប់បែបថ្មីនេះតាមរយៈប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយប្រកាសថាទាមទារចង់ឲ្យគ្រប់ប្រទេសចូលរួមកម្ចាត់ការរត់ពន្ធមនុស្សរត់ពន្ធអន្តោប្រវេសន៍ខុសច្បាប់ក្នុងន័យនេះអ៊ីតាលីគឺបានប្រកាសថាភ្ជាប់ទំនាក់ទំនងជាមួយនឹងអាជ្ញាធរទូគីរួចហើយដើម្បីធ្វើអង្កេតស៊ើបរួមគ្នាប្រយុទ្ធប្រឆាំងជាដាច់ខាតនឹងការជួញដូរមនុស្សបែបអន្តោប្រវេសន៍ឲ្យដល់ឫសគល់អ៊ីតាលីក៏នៅបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសក្រិចដែរដើម្បីឲ្យនាវាទំនិញមានផ្ទុកអន្តោប្រវេសន៍ខុសច្បាប់មកពីសេរីចាប់ឲ្យបានមុននឹងនាវានោះធ្វើដំណើរមកដល់ឆ្នេរអ៊ីតាលីពេលនេះអឺរ៉ុបនិងរដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់សហភាពលែងបដិសេធថាមិនដឹងមិនឮអំពី business ថ្មីរត់ពន្ធអ្នកអន្តោប្រវេសន៍ខុសច្បាប់តាមនាវាធំនេះទៀតហើយអ្នកនាំពាក្យអឺរ៉ុបបានត្រឹមតែអះអាងថាមធ្យោបាយថ្មីសម្រាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរអន្តោប្រវេសន៍ខុសច្បាប់នឹងក្លាយទៅជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ប្រចាំឆ្នាំ2015របស់សហភាពអឺរ៉ុបយើងរងចាំមើលថាតើអឺរ៉ុបនឹងមានមធ្យោបាយជាក់ស្ដែងយ៉ាងណាតែក្នុងពេលរងចាំនេះម៉ូនីកាមើលទៅអ៊ីតាលីត្រូវប្រឈមមុខម្នាក់ឯងនឹងរលកជនអន្តោប្រវេសន៍ខុសច្បាប់ហើយនឹងត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់អន្តោប្រវេសន៍នេះកុំឲ្យធ្លាក់មកដល់ដីរបស់ខ្លួនបើយើងយកប្រសាសន៍តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំបញ្ញមិញពីព្រោះមិនងាយជប់ទេចលនានេះមើលទៅហើយភ្នាក់ងារការពារព្រំដែនអឺរ៉ុប Frontex ដែលបច្ចុប្បន្នមានកម្លាំងតែ250នាក់ដំណើរការក្នុងទំហំប្រាក់តែជាង100លានក្នុងមួយឆ្នាំប្រមូលកម្លាំងចេញប្រតិបត្តិការបានយ៉ាងឆាប់ក្នុងរយៈពេល5ថ្ងៃឯណោះគឺមិនបានធ្វើឲ្យក្រុមឈ្មួញរត់ពន្ធអន្តោប្រវេសន៍នោះញញើតឡើយចាអរគុណសុកមិញចំពោះបទអន្តរាគមន៍នៅថ្ងៃនេះបទយកកាលោកតាក់ទឹកបច្ចុប្បន្នជាប្រធានអង្គការសហគមន៍ភូមិតានុកដើម្បីការបណ្ដុះបណ្ដាលបានសម្រេចនៅក្តីស្រមៃមួយក្នុងជីវិតរបស់លោកដោយលោកបានជួយក្មេងៗក្នុងសហគមន៍របស់លោកប្រមាណជិត 2000 នាក់ឲ្យទទួលបានការសិក្សាភាសាអង់គ្លេសនិងកុំព្យូទ័រដែលឥតគិតថ្លៃជាការសម្រេចក្តីស្រមៃដោយសារតែការខិតខំព្យាយាមរបស់លោកដែលលោកបានយកដើមឈើធ្វើជាជំរកសម្រាប់ស្នាក់នៅដើម្បីបន្តការសិក្សារបស់លោកនៅសាកលវិទ្យាល័យមិនត្រឹមតែប៉ុណ្ណោះលោកតាក់ទឹកបានយកអំពូលភ្លើងបំភ្លឺ
ផ្លូវសម្រាប់បំភ្លឺពេលលោកមើលសៀវភៅនិងបានយកទឹកស្រោចផ្កាធ្វើជាទឹកសម្រាប់ងូតសូមអញ្ជើញលោកនាងស្ដាប់បទយកការរបស់សៀងភិរៈដូចតទៅការព្យាយាមការអត់ធ្មត់និងការជំនះនៅឧបសគ្គបានធ្វើឲ្យមនុស្សអាចបោះជំហានទៅរកគោលដៅមួយដែលខ្លួនចង់សម្រេចបានយ៉ាងណាមិញមនុស្សដែលបានសម្រេចគោលដៅរបស់ខ្លួនម្នាក់នេះក៏បានធ្វើឲ្យមនុស្សមួយចំនួនទៀតមានឱកាសសម្រេចនៅគោលដៅជីវិតរបស់ខ្លួនដែរស្លៀកខោជើងវែងពាក់អាវដៃវែងពណ៌ខ្មៅសម្បូរស្រអែមលោកទឹកតិតគឺជានាយកអង្គការមួយស្ថិតក្នុងភូមិទំនប់ឃុំថ្នោតស្រុកបាទីខេត្តតាកែវដែលលោកបានជួយក្មេងៗប្រមាណជាង 2000 នាក់ឲ្យទទួលបាននូវការអប់រំដោយក្មេងៗដទៃទៀតក្នុងតំបន់ប្រជុំជនមុននឹងឈានជើងក្លាយជាប្រធានអង្គការសហគមន៍ភូមិទំនប់ដើម្បីការបណ្ដុះបណ្ដាលលោកបានរៀបរាប់ពីជីវិតដ៏សែនជូរចត់របស់លោកអំឡុងពេលនៃការសិក្សារបស់លោកទាំងវិទ្យាល័យសាកលវិទ្យាល័យរហូតដល់ថ្នាក់អនុបណ្ឌិតទោះបីជាមិនមានការផ្គត់ផ្គង់ពីឪពុកម្ដាយបានច្រើនក៏លោកបានបន្តការសិក្សានៅកម្រិតវិទ្យាល័យដោយខ្លួនលោកផ្ទាល់ដែរតាមពិតការលំបាកមិនត្រឹមតែវិទ្យាល័យតាមពិតតាមពីអនុវិទ្យាល័យគឺអត់មានកង់ជិះត្រូវស្នាក់នៅសាលារៀនរយៈពេល3ឆ្នាំកាលពីឆ្នាំ1995ហ្នឹងគឺខ្ញុំឆ្នាំដំបូងបំផុតអត់មានកង់ជិះព្រោះពីផ្ទះមកសាលាបាទីវាសរុបទៅជិត6គីឡូថា6គីឡូអញ្ចឹងត្រូវបានអ្នកភូមិនៅក្បែរសាលាហ្នឹងគាត់អនុញ្ញាតឲ្យសង់ខ្ទមមួយនៅដីគាត់ហ្នឹងអញ្ចឹងខ្ញុំពេលសង់ខ្ទមនៅកន្លែងដីគាត់ហ្នឹងខ្ញុំចាប់ដើមរៀនវិទ្យាល័យគឺអត់មកផ្ទះដល់មួយខែកន្លះទៅ2ខែមកផ្ទះម្ដងហើយការស្នាក់នៅរៀននៅវិទ្យាល័យនេះគឺនៅពេលនោះគឺ support ខ្លួនឯងតែម្ដងកាលពីមុនមកគឺចេះភាសាអង់គ្លេសតាំងឆ្នាំ1993ប៉ុន្តែមិនច្បាស់ហើយបន្តមករៀនរហូតដល់ឆ្នាំ1995ក៏ចាប់ផ្ដើមរៀនភាសាអង់គ្លេសយកលុយមកចំខ្លួនឯងដូចជាទិញកទិញសម្លៀកពាក់សភៅរៀនហើយនឹងក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ1998ភ្លាមលោកមិនបានបន្តការសិក្សានៅសាកលវិទ្យាល័យភ្លាមនោះទេហើយខ្ញុំមិនបានមករៀនទេពេលនោះពេលចប់វិទ្យាល័យភ្លាមខ្ញុំទៅស៊ីឈ្នួលគេបរៀនតាមខេត្តផ្សេងហើយរហូតដល់ស្រុកកោះកុងបៃលិនប៉ោយប៉ែតឲ្យមកបាត់ដំបងនឹងមើលទៅការបរៀននៅតាមបណ្ដាខេត្តផ្សេងៗដូចជាអត់សូវជាមានប្រសិទ្ធភាពប្រហែលរកប្រាក់អត់សូវបានទេក៏វិលមកវិញមករៀនមកបរៀនគួរនៅវិទ្យាល័យបាទីនឹងបរៀនគួរផ្នែកភាសាអង់គ្លេសហ្នឹងហើយដល់ពេលមកបរៀនគួរផ្នែកភាសាអង់គ្លេសនៅសាលាបាទីរយៈពេលពី3ឆ្នាំក្រោយមកគឺថាមានការលំបាកដែលគាត់តែបានមិនចាំខ្លួនឯងអត់មានការចង់និយាយថាអត់ចម្រើនហើយខ្ញុំចឹងចង់មករៀនមហាវិទ្យាល័យតប៉ុន្តែដោយសារយើងមិនអាចគ្រប់គ្រងការរៀននៅភ្នំពេញបានហើយដល់រហូតមកដល់ឆ្នាំ2004ទើបចាប់ផ្ដើមសំលុយបាន$200ចាប់ផ្ដើមរៀននៅមហាវិទ្យាល័យដូចដែរចូលថ្នាក់បញ្ញាបត្រភាសាអង់គ្លេសទឹកមុខរបស់លោកទឹកតិតប្រែមកស្មើហាក់បញ្ជាក់ពីភាពស្រគត់ស្រគំនៅពេលដែលនិយាយពីជីវិតរបស់លោកក្នុងទីក្រុងភ្នំពេញជានិស្សិតសាកលវិទ្យាល័យជំនាញអក្សរសាស្ត្រអង់គ្លេសនៅពេលនោះខ្ញុំបានមិត្តភក្តិម្នាក់ឲ្យស្នាក់នៅវត្តបទុមបាន2ថ្ងៃដល់ពេលបាន2ថ្ងៃក្រោយមកទៀតវត្តបទុមត្រូវបានគេរើសាងសង់កន្លែងស្នាក់នោះជាថ្មីអញ្ចឹងខ្ញុំត្រូវចេញមកនៅឆ្នាំ2004ហ្នឹងគឺខ្ញុំត្រូវដេកនៅក្រោមដើមឈើនៅក្បែរសន្តាគារហ៊ីម៉ាព្រីដែលនៅខាងជើងសន្តាគារកម្ពុជាណានរយៈពេល2ឆ្នាំនេះខ្ញុំស្នាក់នៅក្រោមដើមឈើហ្នឹងដេកលើម៉ូតូអានសភៅនៅក្រោមភ្លើងភ្លឺផ្លូវនឹងរហូតតស៊ូរហូតដល់ចប់បញ្ញាបត្រមួយនោះគឺវេទនាមែនទែនប៉ុន្តែមុនចប់បញ្ញាបត្រនៅឆ្នាំចុងក្រោយឆ្នាំទី3ត្រូវបានគេជួលអង្គការមួយជួលឲ្យមកធ្វើរដ្ឋបាលនៅខាងអង្គការគាត់ហ្នឹងគឺនៅស្ទឹងមានជ័យលោកបានបន្តពីជីវិតរបស់លោកថាភ្លៀងរហូតទៅដល់ម៉ោង12យប់អញ្ចឹងអ្នករត់ម៉ូតូឌុបខ្ញុំក៏រត់ម៉ូតូឌុបជាមួយគេដែរដើម្បីដាក់ពូបលទេដល់ពេលគេមានផ្ទះរៀងខ្លួនគេទៅរៀងខ្លួនហើយនៅខ្ញុំមួយនៅក្រោមដើមឈើដល់ពេលនេះពេលភ្លៀងខ្លាំងរហូតដល់ម៉ោង7:12ខ្ញុំបានប្រើម៉ូតូចូលជ្រកនៅក្រោមសញ្ញាប្លង់ហ្វីមីកាសាថាគេមីកាសាអានឹងច្រកខាងជើងគេអត់ប្រើប្រាស់កាលពីមុនគេអត់ប្រើព្រោះមីកាសាមានច្រក2ច្រកខាងបនហ្នឹងគេប្រើជាផ្លូវការចំណែកឯច្រកនៅខាងជើងហ្នឹងគេបាត់គេអត់ប្រើខ្ញុំច្រកនៅនឹងមូលជើងថោឲ្យដាក់ម៉ូតូនៅក្បែរខ្លួនហ្នឹងហើយអោបកតាបនៅជាប់ខ្លួនហ្នឹងរហូតដល់ពេលរៀងមកប្រហែលជា20នាទីទៅ40នាទីពេលពេលរៀងហើយក៏លើកប្រើម៉ូតូហ្នឹងមកដល់ក្បែរដើមឈើនឹងវិញរងដើមឈើជុះទឹកពីស្លឹកដើមឈើអស់ហើយបានចាប់ដើមដាក់ម៉ូតូនឹងក្រោមដើមឈើដាក់ក្រោមឈើចាប់ដើមទម្លាក់ជើងខោទម្លាក់ដៃអាវយកអាម៉ាចេញពីកតាបយកវចនានុក្រមធំមួយដាក់លើកែបម៉ូតូដោយតែខ្ញុំធ្លាប់កោពីមុនមកហើយក៏ចាប់ដើមដេកដល់ពេលព្រឹកឡើងអារម្មណ៍ថាអស់កម្លាំងមែនទេដោយសារ
ពីយប់អត់សូវអត់បានសម្រាប់ហើយពេលល្ងាចហ្នឹងអត់មានបាយជីវិតរស់នៅក្រោមដើមឈើដើម្បីការសិក្សាបានធ្វើឲ្យលោកស៊ំហើយคล้ายជាទម្លាប់រហូតរយៈពេល3ឆ្នាំហើយអាការទឹកដែលប្រើប្រាស់ក្នុងការបោកសម្លៀកបំពាក់នឹងនូតទឹកនៅលើសួនស្មៅទៀតហ្នឹងខ្ញុំបោកខោអាវពេលយប់ចឹងមកខ្ញុំចងខោអាវហ្នឹងមួយមេឃឈើដែលខ្ញុំដេកដាក់ក្រោមឈើហ្នឹងចងពីចិត្តភ្លឺឡើងស្រាកមកទីឃើញហើយនូតទឹកនៅលើស្មៅហ្នឹងគឺវាមួយយ៉ាងដែរប៉ុន្តែជីវិតស៊ំទៅនឹងបរិយាកាសបែបហ្នឹងហើយក៏មានអារម្មណ៍ថាជាមេរៀនជាបទពិសោធន៍មួយដ៏អស្ចារ្យដែលធ្វើឲ្យយើងមានភាពជោគជ័យពីការទោះបីជាយកម្លប់ឈើធ្វើជាកន្លែងស្នាក់នៅក៏ដោយលោកទឹកបានស្វែងរកប្រាក់មកផ្គត់ផ្គង់ការសិក្សាតាមរយៈការរត់ម៉ូតូឌុបនិងយាមឡានឲ្យគេដោយក្នុងមួយថ្ងៃលោកអាចរកចំណូលបានតែ 5,000 រៀលទៅ 7,000 រៀលតែប៉ុណ្ណោះអញ្ចឹងខ្ញុំឃើញកន្លែងគេធ្វើប៉ាសពតមានឡានឲ្យផ្ញើទៅមើលឡានឯគេដល់ទៅមើលឡានឯគេជួនកាលគេចូលទៅយកប៉ាសពតចេញវិញគេឲ្យ500ឲ្យ 1,000 នេះជួនកាលក៏អត់ទៅណាហើយប៉ុន្តែទោះបីយ៉ាងណាក៏គ្រាន់បើជាងរត់ម៉ូតូឌុបទៅមុខដែរដល់ពេលខ្ញុំដល់នេះខ្ញុំផ្លាប់រត់ម៉ូតូឌុបមកមើលឡានគេនៅកន្លែងប៉ាសពតដល់មើលឡានហើយបានមួយថ្ងៃជួនកាលបាន 6,000 ជួនកាលបាន 5,000 ហើយដល់ពេលយប់ពេលការិយាល័យធ្វើប៉ាសពតពីសម្រាប់ហើយខ្ញុំវិលមកកន្លែងដែលខ្ញុំធ្លាប់ដេកក្រោមដើមឈើហ្នឹងដល់ពេលខ្ញុំដេកនៅក្រោមឈើហ្នឹងពេលយប់ហ្នឹងឆ្លៀតរត់ម៉ូតូឌុបរហូតដល់ម៉ោង 10 ពី 10 យប់មើលសភើផងរត់ផងដោយសារចង់សម្រេចគោលដៅរៀននៅសាកលវិទ្យាល័យលោកទឹកក៏បានបែងចែកពេលវេលាមួយចំនួនដើម្បីមើលមេរៀនសាលាការរៀនសូត្រអត់សូវអន់ណាស់ទេពេលរៀនគឺគ្រាន់តែបើដែរក្នុងចំណោមមិត្តរូបទាំងអស់នេះគឺយើងវារត់មុខអីដែរដោយសារការតស៊ូរបស់យើងហើយយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលសភៅទោះបីមើលទៅនៅមើលឡាននេះក៏ដោយក៏អាចឆ្លៀតកាន់អាក្តារដែលយើង copy មកអានមើលទោះបីយើងរត់ម៉ូតូឌុបហ្នឹងអង្គុយលើម៉ូតូមើលក្តារនេះអាចទៅយើងអាចបានចាំច្រើនបើប្រៀបធៀបជាមួយនឹងអ្នករៀនជាមួយគ្នាហើយមួយវិញទៀតពេលដឹកបរទេសខ្ញុំមានអារម្មណ៍ថាវាស្រួលសង្ឃថាម៉េចយើងដូចជាអនុវត្តភាសាអង់គ្លេសរបស់យើងបានរៀនជាមួយនឹងគ្រូបរទេសដូចនៅថ្នាក់គ្រូបរទេសយ៉ាងជីវិតរបស់លោកបានប្រែប្រួលក្រោយពេលដែលជួបជនបរទេស2អ្នកប្តីប្រពន្ធដែលចង់ជួយលោកក្រោយពីឃើញស្ថានភាពរស់នៅរបស់លោកក្នុងពេលសិក្សាសាកលវិទ្យាល័យហើយអ្វីដែលលោកចង់បាននោះគឺចង់ឲ្យក្មេងៗក្នុងសហគមន៍របស់លោកទទួលបានការអប់រំភាសាអង់គ្លេសដោយក្មេងៗនៅទីប្រជុំជនដែរនេះគឺជាក្តីស្រមៃតែមួយគត់របស់លោកអ្វីដែលខ្ញុំចង់បានបំផុតនៅក្នុងជីវិតរបស់ខ្ញុំគាត់ឲ្យជ្រើសរើសនៅវត្ថុមួយចំនួននេះប៉ុន្តែដោយសារខ្ញុំអត់ចូលចិត្តហើយខ្ញុំអត់ចង់បានហើយក៏មិនមែនជាចំណីរបស់ខ្ញុំក៏បដិសេធហើយអ្វីដែលខ្ញុំចង់បានសម្រាប់ជាធ្នូទៅនឹងចម្លើយរបស់គាត់ចង់សួរខ្ញុំនោះគឺខ្ញុំចង់បានសាលារៀនមួយដាក់នៅក្នុងភូមិរបស់ខ្ញុំហើយគាត់ក៏គិតថានៅពេលនោះគាត់ថាសាលារៀនវាត្រូវចំណាយលុយច្រើនហើយពិបាកអញ្ចឹងគាត់ក៏រៀងស្ងាត់តែស្ងាត់នោះមិនប្រកាសថាគាត់ស្ងាត់ហ្នឹងមិនឆ្លើយតបទេមួយខែក្រោយមកពេលដែលគាត់ទៅដល់ស្រុករបស់គាត់ក៏ចាប់ដើមទូរស័ព្ទមកប្រាប់ថាគាត់អាចជួយបានតាមលទ្ធភាពរបស់គាត់ទីបំផុតក្តីស្រមៃរបស់លោកក៏ទទួលបានជោគជ័យពលគឺក្មេងៗក្នុងសហគមន៍ប្រមាណ 7,000 នាក់បានរៀនភាសាអង់គ្លេស កុំព្យូទ័រ គំនូរនិងសិល្បៈតន្ត្រីរួមទាំងការថែរក្សាអនាម័យមាត់ធ្មេញផងដែរប្រវត្តិសាស្ត្រពិភពលោកនៅថ្ងៃនេះសេងឌីណាសូមលើកឡើងអំពីវិបត្តិនៅបាក់ឡាំងដែលជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាលើកដំបូងបង្អស់រវាងសូវៀតនិងអាមេរិកព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិចសូមអញ្ជើញស្ដាប់ការពុះចែកប្រទេសអាល្លឺម៉ង់រវាងប្រទេសមហាអំណាចឈ្នះសង្គ្រាមលោកលើកទី2ត្រូវបានធ្វើឡើងនៅក្នុងអំឡុងសន្និសីទនៅយ៉ាល់តានិងប៉ូតស្ដាមនៅឆ្នាំ 1945 ប្រទេសអាល្លឺម៉ង់ដែលចាញ់សង្គ្រាមត្រូវពុះចែកជា4ចំណែកគឺមួយចំណែកនៅប៉ែកខាងកើតត្រូវស្ថិតនៅក្រោមការកាន់កាប់របស់សូវៀតនិង3ចំណែកផ្សេងទៀតនៅប៉ែកខាងលិចត្រូវស្ថិតនៅក្រោមការកាន់កាប់របស់សហរដ្ឋអាមេរិកអង់គ្លេសនិងបារាំងទីក្រុងបាក់ឡាំងដែលជារដ្ឋធានីរបស់អាល្លឺម៉ង់ក៏ត្រូវបានបែងចែកជា4ចំណែកដូចគ្នានេះដែរក៏ប៉ុន្តែប្រទេសមហាអំណាចទាំង4មិនបានកំណត់គ្នាឲ្យបានច្បាស់លាស់ជាមុនអំពីច្រកផ្លូវចេញចូលទីក្រុងបាក់ឡាំងនេះទេនៅក្នុងពេលដែលក្រុងមួយនេះស្ថិតនៅប៉ែកខាងកើតចំកណ្ដាលដែនដីក្រោមការកាន់កាប់របស់សហភាពសូវៀតហើយស្ថិតនៅចម្ងាយជាង100គីឡូម៉ែត្រពីព្រំដែនអាល្លឺម៉ង់ខាងលិចមិនយូរប៉ុន្មាននៅពេលដែលទំនាក់ទំនងរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះដុនដាបទីក្រុងបាក់ឡាំងក៏បានក្លាយទៅជាចំណុចប្រឈមមុខគ្នាដ៏ធំនិងដោយផ្ទាល់ជាលើកដំបូងរវាងគូសត្រូវសង្គ្រាមត្រជាក់ទាំងពីរនៅពាក់កណ្ដាលឆ្នាំ 1948 អាមេរិក
អង់គ្លេសនិងបារាំងបានប្រកាសអំពីគម្រោងយកទឹកដីអាល្លឺម៉ង់ខាងលិចដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេមកច្របាច់បញ្ចូលគ្នាដើម្បីរៀបចំឲ្យអាល្លឺម៉ង់បង្កើតជារដ្ឋឯករាជ្យឡើងវិញសហភាពសូវៀតដែលប្រឆាំងនឹងគម្រោងនេះក៏បានបិទគ្រប់ច្រកផ្លូវទាំងអស់លែងឲ្យប្រទេសលោកខាងលិចធ្វើដំណើរកាត់តាមតំបន់ទឹកក្រោមការកាន់កាប់របស់សូវៀតចេញនឹងចូលទៅក្នុងទីក្រុងបែកឡាំងខាងលិចនៅអាមេរិកលោកប្រធានាធិបតី Harry Truman ព្រមទាំងមេតបកម្ពុជាបានឯកភាពគ្នាថាអាមេរិកនឹងមិនត្រូវចោះញោមសូវៀតហើយដកថយចេញពីបែកឡាំងជាដាច់ខាតក៏ប៉ុន្តែក្នុងពេលជាមួយគ្នាអាមេរិកក៏មិនចង់ប្រើកម្លាំងទ័ពដើម្បីទម្លាយច្រកផ្លូវចូលទៅក្នុងក្រុងបែកឡាំងនោះដែរដោយមិនចង់ឲ្យសង្គ្រាមត្រជាក់ត្រូវឆេះក្លាយទៅជាសង្គ្រាមលោកថ្មីមួយទៀតដូច្នេះដំណោះស្រាយដែលសមរម្យគឺត្រូវធ្វើយ៉ាងណារកវិធីផ្សេងដើម្បីដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈចាំបាច់ចូលទៅផ្គត់ផ្គង់ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងបែកឡាំងខាងលិចហើយភ្លាមសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចក៏បានឯកភាពគ្នាទៅលើវិធីមួយគឺផ្គត់ផ្គង់ក្រុងបែកឡាំងតាមផ្លូវអាកាសសហភាពសូវៀតដែលនៅពេលនោះក៏មិនចង់ឲ្យផ្ទុះទៅជាសង្គ្រាមដែលនោះជាពិសេសដោយខ្លាចអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក៏បានទុកបណ្ដោយឲ្យយន្តហោះរបស់សម្ព័ន្ធមិត្តលោកខាងលិចហោះកាត់ដែនអាកាសអាល្លឺម៉ង់ខាងកើតដើម្បីដឹកជញ្ជូនស្បៀងទៅផ្គត់ផ្គង់ក្រុងបែកឡាំងខាងលិចកាលពីដើមដំបូងឡើយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តគិតថាការផ្គត់ផ្គង់ស្បៀងដល់ក្រុងបែកឡាំងតាមផ្លូវអាកាសវាគ្រាន់តែជាវិធានការបណ្ដោះអាសន្នរយៈពេលខ្លីតែប៉ុណ្ណោះដោយរំពឹងថាសូវៀតនឹងបើកច្រកផ្លូវគោកឡើងវិញក្នុងពេលឆាប់ៗក៏ប៉ុន្តែនៅទីបំផុតវិបត្តិនៅបែកឡាំងនៅតែបន្តកើតមានហើយប្រតិបត្តិការផ្គត់ផ្គង់ក្រុងបែកឡាំងតាមផ្លូវអាកាសក៏ត្រូវអូសបន្លាយពេលរហូតដល់ទៅជិត1ឆ្នាំចាប់តាំងពីខែមិថុនាឆ្នាំ1948រហូតដល់ខែឧសភាឆ្នាំ1949យន្តហោះរាប់រយគ្រឿងរបស់សហរដ្ឋអាមេរិកអង់គ្លេសនិងបារាំងដឹកជញ្ជូនស្បៀងប្រមាណពី 5,000 ទៅ 8,000 តោនក្នុងមួយថ្ងៃដើម្បីយកទៅផ្គត់ផ្គង់ក្រុងបែកឡាំងខាងលិចគឺជាសរុបពេញនៅក្នុងអំណងវិបត្តិបែកឡាំងនេះយន្តហោះរបស់សម្ព័ន្ធមិត្តលោកខាងលិចធ្វើការហោះហើរចំនួនជិត30ម៉ឺនជើងនិងដឹកស្បៀងព្រមទាំងសម្ភារៈផ្សេងៗចំនួនជាង 2 លានតោនក្នុងក្រុងបែកឡាំងខាងលិចស្បៀងអាហារថ្នាំសង្កូវនិងប្រេងឥន្ធនៈត្រូវបានគេកំណត់របបយ៉ាងតឹងរ៉ឹងបំផុតដែលជាហេតុធ្វើឲ្យជីវភាពប្រជាជនត្រូវប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងជាពិសេសគឺនៅក្នុងអំឡុងរដូវរងាក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយអ្នកក្រុងបែកឡាំងខាងលិចនាំគ្នាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ព័ន្ធមិត្តលោកខាងលិចដែលមានពាក្យមួយឃ្លាដែលគេតែងតែនាំគ្នានិយាយនៅក្នុងអំឡុងវិបត្តិនោះគឺថានៅបែកឡាំងវារងាខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណាក៏វាមិនរងាដូចជានៅស៊ីបេរីនោះដែរគិតត្រឹមខែឧសភាឆ្នាំ1949សហភាពសូវៀតបានចាប់ផ្ដើមមើលឃើញយ៉ាងច្បាស់ថាការបិទច្រកផ្លូវគោកមិនអាចផ្ទុកដង្ហើមក្រុងបែកឡាំងខាងលិចបានមិនអាចបំផុសឲ្យអ្នកក្រុងបែកឡាំងបះបោរប្រឆាំងនឹងលោកខាងលិចបានចំណែកឯគម្រោងបង្កើតរដ្ឋអាល្លឺម៉ង់ខាងលិចក៏មិនអាចរៀបរៀងបានសហភាពសូវៀតក៏បានសម្រេចបិទបញ្ចប់ការបិទគប់ក្រុងបែកឡាំងដោយចាប់ផ្ដើមបើកច្រកផ្លូវគោកឲ្យសម្ព័ន្ធមិត្តលោកខាងលិចធ្វើដំណើរចេញចូលក្រុងបែកឡាំងខាងលិចឡើងវិញវិបត្តិនៅបែកឡាំងត្រូវបិទបញ្ចប់ដោយគ្មានការប្រតិកម្មគ្នាដោយអាវុធក៏ប៉ុន្តែនេះគឺជាចំណុចដ៏សំខាន់មួយដែលធ្វើឲ្យភាពតានតឹងនៃសង្គ្រាមត្រជាក់ត្រូវកើនឡើងដល់កម្រិតកំពូលដោយចាប់ពីពេលនោះមកគូបដិបត្តិទាំងពីរគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀតសម្លឹងមើលគ្នាទៅវិញទៅមកថាជាគូសត្រូវដែលមិនអាចផ្សះផ្សាបាននៅថ្ងៃទី23ខែឧសភាឆ្នាំ1949សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឬអាល្លឺម៉ង់ខាងលិចត្រូវបានបង្កើតឡើងក៏ប៉ុន្តែបែកឡាំងដែលស្ថិតនៅចំកណ្ដាលទឹកដីអាល្លឺម៉ង់ខាងកើតហើយដែលធ្លាប់ទទួលរងការបិទគប់ដង្ហើមពីសំណាក់សូវៀតម្ដងរួចមកហើយនោះមិនត្រូវបានគេយកទៅធ្វើជារដ្ឋធានីរបស់រដ្ឋអាល្លឺម៉ង់ខាងលិចថ្មីនេះទេរដ្ឋធានីរបស់អាល្លឺម៉ង់ខាងលិចត្រូវបានគេយកទៅតាំងទីនៅក្នុងទីក្រុងបនឆ្លើយតបទៅនឹងការបង្កើតរដ្ឋអាល្លឺម៉ង់ខាងលិចសហភាពសូវៀតក៏បានយកទឹកដីអាល្លឺម៉ង់ខាងកើតដែលខ្លួនគ្រប់គ្រងទៅរៀបចំបង្កើតជារដ្ឋមួយឡើងដែរនៅថ្ងៃទី7ខែតុលាឆ្នាំ1949ដដែលនោះដោយដាក់ឈ្មោះថាសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ឬអាល្លឺម៉ង់ខាងកើតដោយយកទីក្រុងបែកឡាំងខាងកើតធ្វើជារដ្ឋធានីចាប់ពីឆ្នាំ1952រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតដែលជារដ្ឋាភិបាលកុម្មុយនីស
បានបិទគ្រប់ច្រកព្រំដែនទាំងអស់ជាមួយនឹងអាល្លឺម៉ង់ខាងលិចដើម្បីរារាំងកុំឲ្យពលរដ្ឋរបស់ខ្លួនលួចរត់ឆ្លងដែនទៅទិសខាងលិចនៅក្នុងទីក្រុងបែកឡាំងវិញជញ្ជាំងបេតុងត្រូវបានអាជ្ញាធរអាល្លឺម៉ង់ខាងកើតសាងសង់ឡើងនៅឆ្នាំ1961ដើម្បីខណ្ឌចែកក្រុងបែកឡាំងខាងកើតពីបែកឡាំងខាងលិចដែលស្ថិតនៅក្រោមការកាន់កាប់របស់សព្វនិមិត្តលោកខាងលិចជញ្ជាំងបែកឡាំងដែលជានិមិត្តរូបនៃការពុះចាញ់អឺរ៉ុបរវាងប្លុកសេរីនិងប្លុកកុម្មុយនីសពេញនៅក្នុងអំឡុងសង្គ្រាមត្រជាក់នៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះការពុះចែកប្រទេសជាពីររវាងម្ខាងរណបប្លុកកុម្មុយនីសសូវៀតនិងម្ខាងទៀតរណបប្លុកអាមេរិកដូចជាករណីប្រទេសអាល្លឺម៉ង់ក៏ត្រូវបានគេយកទៅអនុវត្តផងដែរទៅលើប្រទេសមួយចំនួនផ្សេងទៀតដូចជានៅកូរ៉េយេម៉ែននិងវៀតណាមនៅក្រៅសង្គ្រាមត្រជាក់ត្រូវបញ្ចប់ប្រទេសអស់ទាំងនេះសុទ្ធសឹងតែត្រូវបង្រួបបង្រួមជាប្រទេសតែមួយឡើងវិញលើកលែងតែកូរ៉េដែលនៅបន្តបាក់បែករហូតមកទល់នឹងពេលបច្ចុប្បន្ននេះលោកអ្នកនាងកញ្ញាជាទីគោរពនៅពេលនេះកម្មវិធីព័ត៌មានរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយសូមអរគុណនិងសូមជម្រាបលាលោកស្រីអ្នកនាងកញ្ញាតទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានជាភាសាបារាំង